ចេះអស់ហើយពេលនេះតើយានយន្តនឹងមកដល់នៅពេលណានៅសល់ជាង20នាទីទៀតវះកាត់បានបើកខ្ញុំបានឃើញ Deng Xiang ដើរយឺតរូបរាងរបស់ Deng Dashen គឺខុសគ្នាគាត់ចូលទៅក្នុងបន្ទប់វះកាត់គាត់ស្លៀកក្រណាត់ជូតសម្អាតហើយបន្ទាប់មកអ្នកមកដល់តូបខ្ញុំនឹងមិននិយាយអ្វីច្រើនទៅកាន់ពួកគេទេខ្ញុំស៊ីនោះទេហើយមនុស្សគ្រប់គ្នានៅក្នុងបន្ទប់វះកាត់ពិតជាផ្ដោតអារម្មណ៍ណាស់សហការជាមួយការវះកាត់របស់ Deng Dashen បន្ទាប់មកគ្រូពេទ្យជំនាញខាងថ្នាំសណ្តំបានកត់សម្គាល់ឃើញថាចំណុចហូរឈាមមិនប្រញាប់ប្រញាល់នៅពេលនេះទេស្ងប់ស្ងាត់និងមានសណ្ដាប់ធ្នាប់តើគាត់រំពឹងវីយូមកហើយមែនទេ Dingo មានការព្រួយបារម្ភនៅទីតាំងនោះទីតាំងកាយវិភាគសាស្ត្រពិសេសនៃថ្លើមចុងរបួសសរសៃឆ្លងមកពីបេះដូងខ្លួនឯងផងដែររយៈពេលខ្លីវាក៏អាចកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានផងដែរគ្រូសាបុរាណពេលខ្ញុំកោតសរសើរ Deng Dashen ល្បិចនេះមានតែលោកគ្រូរបស់គាត់ឈ្មោះតេងទេដែលអាចយល់បានមែនហើយសមនឹងបន្តធ្វើជាជំនួយការទេដូច្នេះគាត់បាននិយាយទៅកាន់ Jiao Jiren ត្រឡប់ទៅវិញហើយសម្រាប់ឲ្យបានល្អហើយគ្រូពេញខ្លួននៅពេលនេះតេងសៀងនិងក្រុមគ្រូសាគូបានដើរចេញពីបន្ទប់វះកាត់ខ្ញុំបានឃើញគ្រូសា Jiao នៅតែអង្គុយនៅទីនោះបន្ទាប់មកគ្រូសា Gia បាននិយាយទៅកាន់គាត់ថាហេតុអ្វីបានជាអ្នកនៅតែនៅទីនេះតើអ្នកកំពុងរងចាំលទ្ធផលវះកាត់មែនទេការវះកាត់នេះទទួលបានជោគជ័យកុំបារម្ភអីនៅពេលនេះជីវជីរ៉េនបានក្រោកឡើងហើយចាក់ចេញទៅដោយស្ងៀមស្ងាត់ Deng Xiang គ្រាន់តែចង់តាមទាន់ប៉ុន្តែត្រូវបានរារាំងដោយគ្រូសា Gia មិនអីទេឈប់បញ្ចុះបញ្ចូលទៅគាត់គឺបែបនេះឥឡូវនេះហើយការបញ្ចុះបញ្ចូលរបស់អ្នកគឺឥតប្រយោជន៍មែនហើយមនុស្សធំបែបនេះអ្នកគ្រប់គ្រងខ្លួនឯងនៅពេលយប់ក្រុមគ្រូសា Jiao បានត្រឡប់ទៅកន្លែងដែលពួកគេរស់នៅគាត់បើកទ្វារហើយគ្រាន់តែចូលទៅក្នុងបន្ទប់ភ្លាមនោះសំឡេងស្វាគមន៍បានបន្លឺឡើងមានមុខម្ហូបដែលគ្រូសា Jiao ចូលចិត្តមួយចំនួនផងដែរគាត់បើកចានម្ដងហូបទាំងអស់នេះដែលអ្នកសៀងបានបន្លឺឡើងក្នុងត្រចៀករបស់គាត់អ្នកនៅតែនៅទីនេះអ្នកគឺសម្រាប់អ្នកជំងឺឬសម្រាប់សុភាពបុរសរបស់អ្នកចេញទៅក្រៅឥឡូវនេះគាត់ត្រូវតែរឹងមាំអ្នកមិនអាចអនុញ្ញាតឲ្យការបរាជ័យធ្វើឲ្យអ្នកធ្លាក់គាត់ចង់ប្រែក្លាយទុកព្រួយទៅជាកម្លាំងហើយគាត់ក៏ចាប់ទៀតនៅតែមិនអាចគ្រប់គ្រងវាបានធ្វើខុសហើយនាងក៏ស្រក់ទឹកភ្នែកលោកវិជ្ជបណ្ឌិតខេច្បាស់ជាសន្លប់បាត់ស្មារតីហើយនោះហើយជាមូលហេតុដែលខ្ញុំមិនអាចចូលរួមក្នុងការវះកាត់បានបងប្អូនថ្លៃរបស់គាត់តាមពិតគាត់បាននិយាយថាអ្នកដទៃកំពុងធ្វើបាបបងថ្លៃរបស់គាត់ពេកហើយជាមនុស្សធ្វើបាបមែនខ្ញុំសូមប្រាប់អ្នកថាបងថ្លៃរបស់ខ្ញុំស្មោះត្រង់ពេកហើយហេតុអ្វីអ្នកមិនឲ្យគេធ្វើបាបអ្នកបែបនេះខ្ញុំបាននិយាយថាខ្ញុំមិនអនុញ្ញាតឲ្យអ្នកនិយាយវាទេហើយខ្ញុំកាន់តែនិយាយវាខ្ញុំកាន់តែច្បាស់ជាជ្រើសរើសត្រូវនឹងខុសទេអូនស្រីរបស់គាត់មិនអនុញ្ញាតឲ្យគាត់និយាយទេបញ្ជូនគាត់ទៅបើកទៅគាត់ទើបតែមកដល់ខាងក្រៅវួរជួបជាមួយ Deng Xiang ដោយផ្ទាល់កំពុងតែជួបលោកវិជ្ជបណ្ឌិតជាមួយនឹងកន្ត្រកផ្លែឈើនៅពេលនេះយ៉ងឈៀងមិនសូវរាក់ទាក់នឹង Deng Xiang ទេអ្នកអត់ឈឺទេវាធ្ងន់ធ្ងរណាស់ខ្ញុំនឹងពិនិត្យវាមិនមែនថាអ្នកមិនយល់ពីអ្វីដែលខ្ញុំកំពុងនិយាយនោះទេខ្ញុំនឹងអនុញ្ញាតឲ្យអ្នកត្រឡប់ទៅវិញយ៉ងមីងបានយល់សំឡេងនោះហើយក៏ដើរមកចំពោះ Deng Xiang លោកក៏បានបដិសេធដោយសុភាពរាបសារចំពោះការមកលេងរបស់លោកផងដែរតែមានអ្វីផ្សេងទៀតកំពុងកើតឡើងគ្រូពេទ្យទើបតែនិយាយពេលនេះបងប្រុសរបស់អ្នកត្រូវតែគោរពហើយខ្ញុំឃើញថាមិត្តរួមថ្នាក់របស់អ្នកក៏រវល់ខ្លាំងដែរបងប្រុសច្បងរបស់អ្នកឈឺច្បាស់ជាខ្វះកម្លាំងពលកម្មហេតុអ្វីបានជាអ្នកមិនត្រឡប់ទៅជួយវិញ Deng Xiang ហាក់ដូចជាស្លូតត្រង់បន្តិចនៅពេលនេះលោកក៏ទូចង់ទៅសួរសុខទុក្ខលោកវិជ្ជបណ្ឌិតឆាប់ផងដែរទៅម្ដងទៀតលោកវ៉ាងហេងក៏បាននាំយកអំណោយមកសួរសុខទុក្ខលោកវិជ្ជបណ្ឌិតឆាប់ផងដែរមានអារម្មណ៍ថាបរិយាកាសមិនត្រឹមត្រូវដូច្នេះគាត់បាននិយាយទៅកាន់យ៉ងនីងថាខ្ញុំនៅមន្ទីរពេទ្យមេមិនមិត្តរួមការងារខ្ញុំនឹងមិនរំខានដល់ការសម្រាប់របស់គាត់ទេដូច្នេះខ្ញុំនឹងមិនចូលទៅទេសូមអរគុណមិត្តរួមការងារចំពោះការព្រួយបារម្ភរបស់អ្នកយើងនឹងទៅយកអំណោយជំនួសមិនអីទេខ្ញុំទៅមុនគេវ៉ាងហាងមានអារម្មណ៍ថា Deng Xiang គ្មានបំណងចាក់ចេញទេដូច្នេះគាត់បានកុហក Deng Xiang ហើយនិយាយថាសហជីពមន្ទីរពេទ្យកំពុងស្វែងរកអ្នកសម្រាប់អ្វីមួយវាហាក់ដូចជាប្រញាប់ប្រញាល់មកត្រឡប់ទៅវិញវាច្បាស់ណាស់នៅចំណុចនេះ Deng Xiang មិនត្រូវបានស្វាគមន៍ទេពិតណាស់ខ្ញុំមិនបានរើវាទេពេលខ្ញុំឲ្យវាទៅអ្នកផ្សេងវានៅលើដីតាមរបៀបនេះវ៉ាងហាងបានអូស Deng Xiang ចេញទៅអ្នកទាំងពីរបានមកដល់រានហាមន្ទីរពេទ្យ Deng Xiang ក៏បានឃើញថាវ៉ាងហាងកំពុងកុហកគាត់ដែរគាត់នៅតែមិនយល់បន្ទាប់មកវ៉ាងហាងបាននិយាយទៅកាន់គាត់ថាហើយទូរស័ព្ទមកអ្នកនៅតែល្ងងខ្លៅក្នុងការប្រកួតប្រជែងជាមួយអ្នកដទៃនៅទីនោះ Deng Xiang នៅតែវាខុសពីទស្សនៈរបស់អ្នកដទៃអ្នកស្គាល់ប្រូចាស់តើអ្នកបានត្រៀមខ្លួនសម្រាប់ការបដូរថ្លើមនេះរយៈពេលប៉ុន្មានហើយមនុស្សគ្រប់គ្នាដឹងថាគាត់ខំប្រឹងប៉ុណ្ណាប៉ុន្តែមានអ្វីកើតឡើងគាត់បានដួលនេះអ្នកថោកហើយល្អហើយអ្នកបានធ្វើការវះកាត់នេះវាពិតជាល្អឥតខ្ចោះវាក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងមន្ទីរពេទ្យថងសៀងទាំងនោះផងដែរបានទៅទស្សនានៅពេលនេះតើអ្នកមិនបានប្រោះអំបិលលើរបួសរបស់គាត់ទេហើយDeng Xiangមិនបានគិតពីរឿងនោះទេគាត់មើលឃើញខ្លួនឯងជាអ្នកជំនួសហើយគាត់ក៏បានប្រាប់លោកវិជ្ជបណ្ឌិតខុសពីមុនមកដែរវាមិនមានបញ្ហាទេថាអ្នកណាជាអ្នកទទួលបន្ទុកវះកាត់នេះមើលអាកប្បកិរិយារបស់អ្នកគឺគួរឲ្យស្អប់ខ្ពើមបំផុតនៅលើផ្ទៃខាងលើគ្មានចំនួនឬប្លន់ទេប៉ុន្តែមានអ្វីកើតឡើងអត្ថប្រយោជន៍ទាំងអស់ស្ថិតនៅលើអ្នកខ្ញុំសូមប្រាប់អ្នកថាលោកខំមិនគិតដូច្នោះទេនៅពេលនេះពួកគេទាំងពីរកំពុងនិយាយអំពីហេតុផលនេះទាំងអស់ស្ដាប់ទៅសំហេតុផលគ្រាន់តែមនុស្សគ្រប់គ្នាគិតខុសគ្នានៅពេលនេះវ៉ាងស៊ីងបាននិយាយទៅកាន់Deng Xiangតាមរបៀបផ្សេងចុះលោកគ្រូស៊ូវិញវាគឺជាជីវិតដ៏លេចធ្លោបំផុតនៅក្នុងការវះកាត់ទូទៅទាំងមូលសិស្សដែលឌៀនកាចូលចិត្តជាងគេកាលអ្នកមកដំបូងគ្រាន់តែជាអ្នកចំណូលថ្មីតូចមួយនៅពីក្រោយគាត់វាគ្រាន់តែពី3ឆ្នាំខ្លីប៉ុណ្ណោះការយកចិត្តទុកដាក់ខ្លាំងពេកគឺស្ថិតនៅលើក្បាលរបស់អ្នករួចហើយគាត់មិនមាននៅចំពោះមុខអ្នកតតែសោះDeng Xiangគិតនៅពេលនេះទាំងនេះគឺជាគំនិតផ្ទាល់ខ្លួនរបស់វ៉ាងហេងគាត់បានប្រាប់វ៉ាងហេងថាគុំតែងតែយកគំនិតផ្ទាល់ខ្លួនរបស់គាត់ដើម្បីទទួលបានគំនិតរបស់អ្នកដទៃនៅពេលនេះវ៉ាងហាងបាននិយាយជាមួយDeng Xiangអំពីការពិតម្ដងទៀតលោកវិជ្ជបណ្ឌិតគឺជាបុរសម្នាក់ដែលមានគ្រួសារនិងកូនគាត់ត្រូវគិតអំពីមុខតំណែងការងារនិងការព្យាបាលរបស់គាត់មែនទេវាមិនមែនដូចជាអ្នកគ្មានអ្វីទាំងអស់នោះទេគុំគិតអ្វីផ្ដេសផ្ដាសវ៉ាងហេងនិយាយត្រូវវាដោយសារតែការពិតនៅទីបំផុតលោកវិជ្ជបណ្ឌិតបានបន្សល់ទុកនៅភាពគ្មានទុកបីដូចក្មេងរបស់គាត់ហើយបន្ទាប់មកDeng Xiangបាននិយាយថាខ្ញុំនឹងប្រាប់អ្នកលោកគ្រូស៊ូគាត់គឺជាអ្នកណែនាំរបស់ខ្ញុំយើងមានទំនាក់ទំនងរវាងគ្រូនិងមិត្តភក្តិឥឡូវនេះគាត់ឃើញខ្ញុំធំឡើងបែបនេះគាត់សមនឹងទទួលបានសុភមង្គលគួរតែសប្បាយចិត្តម្ខាងទៀតនៃពេលនេះក្រុមគ្រួសារJiaoបានមកដល់មាត់ទ្វារវត្តរបស់លោកវិជ្ជបណ្ឌិតខបន្ទាប់មកគាត់ស្ទាក់ស្ទើរគាត់ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃការវះកាត់នេះចំពោះលោកវិជ្ជបណ្ឌិតខប៉ុន្តែវាទាំងអស់គឺជាអតីតកាលជីវិតនៅតែបន្តបន្ទាប់មកគាត់បានបើកទ្វារហើយដើរចូលទៅក្នុងវត្តសូមអភ័យទោសដល់លោកវិជ្ជបណ្ឌិតខខ្ញុំធ្វើឲ្យអ្នកខ្មាស់អៀនកុំនិយាយបែបនោះខ្មាស់គេពិតគឺខ្ញុំ
បន្ទាប់ពីអ្នកបានជួបគ្រូខុសខ្ញុំជួបបារីពេលខ្ញុំត្រឡប់មកវិញតើមានអ្វីខុសជាមួយគាត់តើគាត់ធ្ងន់ធ្ងរលើនេះទេយកចិត្តទុកដាក់ចាប់តាំងពីក្រុមគ្រួសារជីអូត្រឡប់មកពីជួបលោកវិជ្ជបណ្ឌិតឈុំមកខ្លាចជាមនុស្សមិនសប្បាយចិត្តគាត់អាចយល់ពីអារម្មណ៍របស់លោកវិជ្ជបណ្ឌិតឈុំនៅពេលនេះគាត់មានអារម្មណ៍សោកស្ដាយចំពោះលោកវិជ្ជបណ្ឌិតខុសហេតុអ្វីបានជារឿងអាក្រក់តែងតែកើតឡើងចំពោះមនុស្សល្អគ្រួសារជីអូដឹងច្បាស់ពេកហើយឱកាសដ៏កម្របែបនេះលោកវិជ្ជបណ្ឌិតខុសសម្រាប់ការវះកាត់នេះគាត់ចាប់ផ្ដើមរៀបចំខ្លួនតាំងពីព្រលឹមតើគាត់រស់រានមានជីវិតបានប៉ុន្មានថ្ងៃប៉ុន្មានយប់ប៉ុន្តែនៅទីបញ្ចប់វាបានបញ្ចប់ដូចនេះតើអ្វីដែលធ្វើឲ្យគាត់ខ្មាស់អៀនយ៉ាងនេះនៅពេលនេះហ្វាំងម៉ាន់អាចហៅពួកគេថាចៅហ្វាយនិងកូនជាងបានតែប៉ុណ្ណោះទាំងអស់ចង់បើកចិត្តតាមពិតទៅនិយាយដោយស្មោះត្រង់កម្លាំងរបស់ស៊ុនជឺដុងណាសិនពិតជាលើសគ្រូស៊ូមែនប្រសិនបើមិនមែនដោយសារតែគាត់មិនត្រឹមតែធ្វើវាទេវានឹងគ្មានសុពលភាពទេខ្ញុំគិតថាក្មេងក៏មិនអាចសង្គ្រោះបានដែរគ្រូសាជីអូពិតជាកោតសរសើរចំពោះជំនាញវិទ្យាសាស្ត្ររបស់ដេងសៀងយោងតាមស្ថានភាពបច្ចុប្បន្នរបស់គាត់សូម្បីតែរ៉ុកែតក៏មិនអាចយកឈ្នះដេងតេសិនបានដែរចាប់តាំងពីលោកដេងតេសិនបានបណ្ដេញគាត់ចេញពីបន្ទប់វះកាត់មកវាបានធ្វើឲ្យក្រុមគ្រូសាជីអូខឹងនឹងគាត់ប៉ុន្តែឥឡូវនេះដរាបណាខ្ញុំបិទភ្នែកខ្ញុំអាចមើលឃើញថាគាត់ល្អចំពោះខ្ញុំបន្ទាប់មកខ្ញុំមិនខ្វល់ថាការបាញ់នោះយ៉ាងម៉េចទេចេញភ្លាមចលនារបស់តេងជាងវាបានបន្សល់ទុកស្រមោលមួយនៅក្នុងចិត្តរបស់ជីអូជារិនពេលនោះតេងសៀងនិងវាងហាងកំពុងកាន់ចានសាំងជីវជារិននិងអ្នកដទៃទៀតបានមកតាមផ្លូវនេះដោយចៃដនមានតុទេមួយនៅពីក្រោយជីអូជារិនឃើញដេងសៀងមកគាត់ក្រោកឡើងហើយចេញទៅវ៉ាងម៉ាន់ក៏មិនសប្បាយចិត្តដែរពេលឃើញវ៉ាងហាមហើយពួកគេបានចាក់ចេញជាមួយគ្នាវ៉ាងហាងបានមើលពួកគេចាក់ចេញវាជារឿងគួរឲ្យងឿងឆ្ងល់មួយបែបចោលឲ្យតើខ្ញុំអាចយកវាដោយរបៀបណានោះហើយជាមូលហេតុដែលអ្នករត់ចេញពេលអ្នកឃើញអ្នកនៅក្នុងបន្ទប់ទាំង3មើលមកអ្នកដូចជាអ្នកកំពុងទទួលស្គាល់វាគាត់បានវះកាត់ហើយខ្ញុំបានបណ្ដេញគាត់ចេញវ៉ាងហេងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ទៅដូច្នេះសួរដេងសៀងថាមានរឿងអ្វីកើតឡើងនៅពេលនេះតេងសៀងនឹងផ្ដោតលើជីវជារិននិយាយអំពីការសម្ដែងរបស់អ្នកអំឡុងពេលវះកាត់គាត់ដឹងថាជីវជារិនគឺសម្រាប់រឿងនេះការវះកាត់ចំណាយពេលយូរដើម្បីរៀបចំប៉ុន្តែវាខ្លាំងពេកនៅក្នុងការបង្ហាញ clinic តេងសៀងក៏ទទួលខុសត្រូវចំពោះអ្នកជំងឺផងដែរវាមិនអាចធ្វើបានទេតើអ្នកគិតថាខ្ញុំបានធ្វើអ្វីខុសទេចាំងមកបៃទេយកច្រឡំវ៉ាងហេងនេះជាក់ស្ដែងកំពុងនិយាយអំពីខ្លួនគាត់និងវេងមែនបន្ទាប់ពីអាហារពេលល្ងាចរួចតេងសៀងបានត្រឡប់ទៅការិយាល័យទូនៅក្នុងការិយាល័យនៅពេលនេះមានតែជីអូជារិនប៉ុណ្ណោះដែលអង្គុយនៅក្នុងនោះតែម្នាក់ឯងជីអូជារិនឃើញតេងសៀងចូលការិយាល័យហើយគាត់បានក្រោកឡើងហើយគាត់បានយកកាត់នោះហើយគាត់ធៀបនឹងចាក់ចេញបន្ទាប់មកតេងសៀងបានបញ្ឈប់គាត់ហើយខ្ញុំក៏ក្រោកឈរឡើងតើអ្នកនៅតែខឹងនឹងខ្ញុំមែនទេតើអ្នកមិនហ៊ានទៅតើអ្នកមើលទៅដូចជាអ្នកមិនហ៊ានទេនិយាយអ្វីដែលអ្នកចង់បានឈប់ក្រុមគ្រួសារជីអូបាននិយាយថាវាមិនអាចទៅរួចទេដែលមិនខឹងតើនេះជារូបកាយរបស់អ្នកណាខ្ញុំនឹងខឹងមួយរយៈតេងសៀងដើរយឺតទៅកាន់គ្រួសារជីអូប្រាប់គាត់ថាអ្នកអាចខឹងបានវាបង្ហាញថាអ្នកនៅតែដឹងពីរបៀបកែលម្អប៉ុន្តែអ្នកយកខុសហើយអ្នកមិនគួរខឹងនឹងខ្ញុំទេអ្នកគួរតែអញ្ជើញខ្លួនឯងតេងសៀងបានប្រាប់ជីអូជារិនអំពីរឿងនេះខ្ញុំអាចយល់ពីការខកចិត្តរបស់អ្នកយ៉ាងណាមិញអ្នកគឺសម្រាប់ការវះកាត់នេះបានរៀបចំទុកជាមុនជាយូរមកហើយក៏ពិបាកខ្លាំងដែរប៉ុន្តែសម្រាប់យើងជាគ្រូពេទ្យអ្នកមិនអាចរៀបចំខ្លួនសម្រាប់ការប្រឡងដូចសិស្សបានទេនឹងធ្វើការពិនិត្យឡើងវិញដែលមានគោលដៅអ្វីដែលយើងត្រូវការគឺច្រើនជាងនេះចំណេះដឹងទូលំទូលាយនិងជំនាញបច្ចេកទេសនៅពេលនេះក្រុមគ្រួសារគ្រូបង្រៀនបាននិយាយថាអ្នកមិនដែលមានឱកាសសាកល្បងខ្ញុំទេយើងបានដឹងថាវានឹងចូលមកគ្មានឱកាសឲ្យអ្នកសាកល្បងវាទេតើអ្នកចង់ប្រយុទ្ធយ៉ាងដូចម្ដេចទៀតវាជាអ្នកជំងឺដែលដេកនៅក្រោមយើងតើអ្នកមិនចាំស្ថានភាពរបស់អ្នកនៅថ្ងៃនោះទេប្រសិនបើខ្ញុំអនុញ្ញាតឲ្យអ្នកនៅលើតុតើអ្នកមានអារម្មណ៍ថាមានទំនួលខុសត្រូវចំពោះអ្នកជំងឺរបស់អ្នកទេស្នាដៃនិពន្ធបទចម្រៀងរបស់ជាងវាក៏ចេញពីការទទួលខុសត្រូវចំពោះអ្នកជំងឺវាគ្រាន់តែថាវិធីនៃការបញ្ចេញមិត្តគឺហួសហេតុពេកទន្ទឹងរង់ចាំពេកតេងសៀងបានប្រាប់ក្រុមគ្រួសាររបស់គាត់ម្ដងទៀតបើខ្ញុំអនុញ្ញាតឲ្យអ្នកស្នាក់នៅថ្ងៃនោះក្រោយមកដោយសារអ្នកប្រសិនបើមានអ្វីមួយខុសប្រក្រតីអ្នកបានវេចខ្ចប់រួចរាល់ហើយបានចាក់ចេញឥឡូវនេះប៉ុន្តែគ្រួសារជីអូគិតថាពួកគេមិនល្អគ្រប់គ្រាន់ទេយ៉ាងហោចណាស់វាក៏ជាសាកលវិទ្យាល័យវិទ្យាសាស្ត្រមួយដែលបានសិក្សាយ៉ាងលំបាកអស់រយៈពេលក៏បានទទួលកម្មសិក្សាជាផ្លូវការនៅទីក្រុងគុនមីងផងដែរគ្រូពេទ្យវះកាត់ម្នាក់ដែលទើបតែទទួលបានអាជ្ញាប័ណ្ណវិទ្យាសាស្ត្រហើយអ្វីបានជាអ្នកឈរក្បែរខ្ញុំដោយមាត់ម្ខាងបើខ្ញុំតែងតែហើយអ្វីបានជាអ្នកអាចធ្វើវាដោយចៃដន្យជន់ឈ្លីការគោរពខ្លួនឯងរបស់អ្នកដទៃគុណភាពនៃបេះដូងខ្ញុំមិនមែនជាការសញ្ញាល្អគ្រប់គ្រាន់ទេប៉ុន្តែយ៉ាងហោចណាស់ខ្ញុំមានសតិសម្បជញ្ញៈខ្ញុំដឹងពីរបៀបគោរពជំងឺអ្នកពិតជាមនុស្សស្មោះត្រង់និងសម្រាមដ៏គួរឲ្យស្អប់ខ្ពើមមួយវាជាឋាននរកនិងសម្រាមដ៏គួរឲ្យស្អប់ខ្ពើមមួយមែនហើយនៅលើសម្រាមយកចិត្តទុកដាក់លោកតេងសៀងត្រូវបានក្រុមគ្រួសាររបស់គាត់ប្រគល់ឲ្យនៅរបស់របរមានតម្លៃច្របល់នៅពេលនេះបេះដូងគ្រួសារមានអារម្មណ៍ខ្លាំងណាស់ការសោកសៅត្រូវបានភ្ញាក់ឡើងដោយការអបអរសាទរដ៏ខឹងសម្បាររបស់តេងសៀងជាការពិតក្នុងនាមជាវិជ្ជបណ្ឌិតអត្ថភាពអារម្មណ៍មិនគ្រប់គ្រាន់ដើម្បីបញ្ចប់ការវះកាត់ទេបន្ទាប់មកគាត់ក៏បានសម្រេចចិត្តដោយសម្ងាត់អ្នកត្រូវតែឈានទៅមុខអ្នកមិនអាចឲ្យអ្នកណាមើលងាយអ្នកបានទៀតទេនៅពេលល្ងាចតេងសៀងបានដើរត្រឡប់ទៅផ្ទះវិញដូចសពមួយដងពេលគាត់ដើរកាត់ឧឈានមួយជីវជារិនបានឈប់នៅលើផ្លូវរងចាំគាត់តេងសៀងមិនចង់និយាយជាមួយគាត់ទេដូចដែលគាត់បានឆ្លងកាត់ជីវជារិនបាននិយាយថាអ្នកនិយាយត្រូវហើយខ្ញុំចង់ក្លាយជាអ្នកដែលប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ខ្ញុំនៅតែមានផ្លូវវែងឆ្ងាយដែលត្រូវទៅប៉ុន្តែខ្ញុំត្រូវប្រាប់អ្នកអ្វីមួយមិនថាផ្លូវនោះវែងឬលំបាកប៉ុណ្ណាទេទោះបីជាខ្ញុំត្រូវក្បាលហូរឈាមក៏ដោយខ្ញុំនឹងបន្តទៅមុខទៀតខ្ញុំមិនខ្លាចអ្នកនឹងនិយាយវាពីរបីដងទៀតទេខ្ញុំខ្លាចថាអ្នកវាម្ដងវាគ្រាន់តែធ្វើឲ្យខ្ញុំកាន់តែរឹងមាំខ្ញុំមិនអនុញ្ញាតឲ្យអ្នកអនុញ្ញាតឲ្យនរណាម្នាក់ក្បត់ម្ដងទៀតទេក្រុមគ្រួសារជីអូបានចាក់ចេញបន្ទាប់ពីនិយាយរួចការវាយប្រហាររបស់តេងសៀងមកលើគាត់បានខ្លាចជាកម្លាំងចលករសម្រាប់គ្រួសារជីអូក្រុមគ្រួសាររបស់ជីវមិនយល់ពីតេងជាងចំពោះរឿងនេះទេគាត់ក៏មានអារម្មណ៍ថាវាមានតម្លៃដែរបន្ទាប់មកក្រុមគ្រួសារជីអូបានត្រឡប់ទៅមន្ទីរពេទ្យបានប្រាប់វែងមែនអំពីវាយ៉ាងណាក៏ដោយពាក្យសម្ដីបាននិយាយរួចមកហើយខ្ញុំមិនខ្លាចអ្នកដែលគ្មានអ្នកណាជួយទេគាត់មិនពាក់លុយតិចតួចទេបរិះនោះមិនអាចជាខ្ញុំគិតថាប្រហែលជាអ្នកគិតច្រើនពេកហើយគាត់ប្រហែលជាពេញចិត្តនឹងការផ្ទុះលោះធាតុតូចរបស់អ្នកយ៉ាងណាក៏ដោយខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពគ្រួសារជីអូបានចាប់ផ្ដើមការងាររួចហើយនៅពេលជួបគ្នាពេលក្រោយគាត់អាចធ្វើការនិងសិក្សាបានតែដោយលំបាកប៉ុណ្ណោះនៅពេលនេះក្រុមគ្រួសារជីវបានរកឃើញថាហ្វាំងម៉ាន់ហាក់ដូចជាមានចិត្តគំនិតសួរគាត់ថាតើគាត់ធ្លាក់ទឹកចិត្តដោយសារតែវ៉ាងហេងដែរឬទេតើលោកហ្វាំងម៉ាន់អាចទទួលស្គាល់វាដោយរបៀបណាហើយគ្រាន់តែពេលនោះក្រុមគ្រួសារជីអូបានទទួលសារជាអក្សរពីវ៉ាងហេងវាបានបង្ហាញថាអ្នកភូមិវ៉ាងហាងបានជួបប្រទះនឹងការលំបាក
គាត់ចង់សុំឲ្យក្រុមគ្រួសារជាវជួយគាត់ជួយសង្គ្រោះកន្លែងកើតហេតុក្រុមគ្រួសារជាវបានឲ្យហ្វាងម៉ាន់មើលសារនោះកុំបារម្ភអីខ្ញុំពិតជាមិនទៅទេបងស្រីខ្ញុំនៅតែបំពេញកាត់ប្រកេតគ្មានវិធីណាដើម្បីដោះស្រាយជាមួយមនុស្សបែបនោះទេមែនទេអ្នកមិនទៅទេខ្ញុំទៅខ្ញុំនៅតែមិនជឿខ្ញុំគ្រាន់តែនិយាយថាខ្ញុំមិនយល់ផ្ញើអាសយដ្ឋានមកខ្ញុំនោះជាភាពคล้ายคล้ายនិយាយថាអ្នកមិនខ្វល់ទេខ្ញុំមានការថប់បារម្ភច្រើនជាងអ្នកដទៃហ្វាងម៉ាន់ប្រញាប់ដើរទៅម្ខាងទៀតមិនដែលឃើញក្មេងស្រីណាណាជួបដោយម្ដាយក្មេករបស់ម្ដាយខ្ញុំទៅជួបកូនប្រសាខ្ញុំកាន់តែមើលកាន់តែតាក់ទាញភ្នែកម្ដាយក្មេករបស់វ៉ាងហេងមកដល់ហើយការរៀបចំផែនការជីវិតនាពេលអនាគតរបស់ពួកគេចុះបន្ទប់រៀបការរបស់អ្នកនាពេលអនាគតវិញអ្នកត្រូវទិញវានៅក្នុងសហគមន៍របស់យើងតើពេលណាជាពេលវេលាអ្នកមានម្ដាយបន្ថែមដើម្បីបម្រើអ្នកល្អណាស់តែម្ដាយរបស់ក្មេងស្រីនោះបាននិយាយថានាងរំភើបទេហើយមានវែងមែនមកទីនេះហើយហៅវ៉ាងហេងថាជាមនុស្សអាក្រក់វ៉ាងហាងជួបហ្វាងម៉ាន់ភ្លាមនោះគាត់ចាប់ផ្ដើមនិយាយហេតុអ្វីបានជាអ្នកនៅទីនេះពិតណាស់អ្នកមិនចង់ឲ្យខ្ញុំបង្ហាញខ្លួនទេតើអ្នកជានរណាហ្វាងម៉ាន់ដើរយឺតទៅខាងវ៉ាងហាងគាត់បានសុំឲ្យវ៉ាងហេងប្រាប់ម្ដាយរបស់ក្មេងស្រីនោះតើខ្ញុំជានរណាសម្រាប់អ្នកវ៉ាងហាងក៏មានអារម្មណ៍ខ្មាស់អៀននៅពេលនេះដែរខ្ញុំមិនដឹងពីរបៀបណែនាំវាទេតើអ្នកគិតថាខ្ញុំតើអ្នកជានរណាចំពោះខ្ញុំមិនស្គាល់នៅពេលនេះហ្វាងម៉ាន់បានអង្គុយចុះទល់នឹងវ៉ាងហាងជាវសេងបាននិយាយទៅកាន់វ៉ាងហាងដោយសំឡេងញ័រយើងទៅធ្វើការជាមួយគ្នារាល់ថ្ងៃចេញពីធ្វើការជាមួយគ្នាអ្នកនឹងទិញអ្វីដែលខ្ញុំចង់បានឲ្យខ្ញុំបើគ្មានឱកាសទេអ្នកបង្កើតឱកាសដើម្បីនៅជាប់នឹងខ្ញុំតើយើងសប្បាយចិត្តជាមួយគ្នាទេតើអ្នកភ្លេចទេអ្នកធ្វើពុតជាមិនស្គាល់ខ្ញុំឥឡូវនេះម្ដាយរបស់ក្មេងស្រីបានឃើញហ្វាងម៉ាន់ហើយនិយាយបែបនេះមិនអាចជួយអ្វីបានក្រៅពីសួរទំនាក់ទំនងរបស់អ្នកយ៉ាងម៉េចដែរមីងកុំបារម្ភអីខ្ញុំពិតជាមិននៅទីនេះដើម្បីបញ្ឈប់អ្នកពីការណាត់ជួបទេសម្រាមនេះតើអ្នកចង់ឲ្យខ្ញុំផ្ដល់វាទៅអ្នកទេនេះជាអ្វីដែលវែងមែនបាននិយាយយ៉ាងម៉ឺងម៉ាត់ទៅកាន់ក្មេងស្រីនៅថ្ងៃណាត់ជួបកម្មចិត្តល្អចំពោះអ្នកការងារលើផ្ទៃក៏នឹងត្រូវបានធ្វើបានល្អផងដែរវាគ្រាន់តែថាបន្ទាប់ពីមួយរយៈគាត់ចាប់ផ្ដើមសកម្មពេលគាត់ជួបអ្នកគាត់នឹងគេចពីអ្នកវិធីនោះអ្នកនឹងមានផាសុកភាពម្ដាយក្មេងស្រីនោះលែងអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានទៀតហើយតើអ្នកជាមនុស្សប្រភេទណាធ្វើពុតមួយអ្នកនៅតែចង់បញ្ឆោតកូនស្រីខ្ញុំឲ្យរៀបការជាមួយអ្នកមែនទេខ្មាស់គេណាស់ចេញទៅចាប់ផ្ដើមតើខ្ញុំអាចចេញដោយរបៀបណាបើអ្នកវាខ្ញុំមានអារម្មណ៍ចង់ក្អួតពេលខ្ញុំមើលអ្នកចេញទៅប្រយ័ត្នចំពោះភាពជោគជ័យរបស់វែងមែនក្នុងការធ្វើឲ្យមនុស្សខឹងម្ដាយរបស់ស្ត្រីរូបនោះឈ្មោះវ៉ាងហេងត្រូវបានគេស្ដីបន្ទោសយ៉ាងខ្លាំងរហូតដល់ឈាមហូរចាក់ចេញពីកន្លែងកើតហេតុដោយក្តីអស់សង្ឃឹមលទ្ធផលនេះក៏ជាអ្វីដែលវែងមែនចង់បានដែរកញ្ចក់យឺតនៅពីក្រោយខ្ញុំគ្រាន់តែចង់ចាក់ចេញនៅពេលនេះគាត់ត្រូវបានវ៉ាងហេងបញ្ឈប់តើអ្នកចង់មានន័យយ៉ាងណាដោយធ្វើបែបនេះនៅថ្ងៃនេះអនុញ្ញាតឲ្យខ្ញុំជួយអ្នកចាប់តាំងពីអ្នកនៅទីនេះថ្ងៃនេះខ្ញុំនៅតែមានរឿងចង់ប្រាប់អ្នកបន្ទាប់មកប្រាប់ខ្ញុំវ៉ាងហាងបាននិយាយសុំទោសទៅកាន់ហ្វាងម៉ាន់ខ្ញុំគិតថាវ៉ាងហាងនឹងសារភាពប្រាប់ហ្វាងម៉ាន់ខ្ញុំមិននឹកស្មានថាគ្រាន់តែនិយាយសុំទោសទេនៅពេលនេះហ្វាងម៉ាន់មិនទាន់ខឹងហើយត្រៀមខ្លួនចាក់ចេញនៅឡើយទេគាត់ត្រូវបានវ៉ាងហេងទីម្ដងទៀតបន្ទាប់មកវ៉ាងហាងបានពន្យល់គាត់ខ្ញុំបាននិយាយថាសុំទោសចំពោះអ្នកមុននោះគឺចេញពីសុជីវធម៌ប៉ុន្តែលើកនេះខ្ញុំសូមអភ័យទោសដោយស្មោះចំពោះអ្នកហេតុអ្វីបានជាអ្នកសុំទោសខ្ញុំសុំទោសចំពោះក្តីស្រឡាញ់និងការរំពឹងទុករបស់អ្នកចំពោះខ្ញុំគ្មានក្តីស្រឡាញ់ឬការរំពឹងទុកចំពោះអ្នកទេតារាប់ណាហ្វាងម៉ាន់និយាយបែបនេះភ្លាមវ៉ាងស៊ីងជួបបញ្ហាធំខ្មាស់អៀនបន្តិចក្រោមកាលៈទេសៈបែបនេះទីបំផុតគាត់បាននិយាយអ្វីដែលគាត់បានរក្សាទុកក្នុងចិត្តរបស់គាត់ជាយូរមកហើយមែនហើយខ្ញុំចូលចិត្តអ្នកខ្ញុំគ្រាន់តែចូលចិត្តអ្នកខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីចូលទៅចិត្តអ្នកនិងផ្គប់ចិត្តអ្នកប៉ុន្តែរាល់ពេលដែលខ្ញុំទៅដល់ Jaguar ខ្ញុំមិនអាចបង្ហាញពីអារម្មណ៍ដែលខ្ញុំមានចំពោះអ្នកនៅក្នុងចិត្តរបស់ខ្ញុំបានទេប្រសិនបើអ្នកចូលចិត្តវាអ្នកនឹងទម្លាក់ខ្សែសង្វាក់នៅពេលដ៏សំខាន់ពេលណាដែលអ្នកចង់បញ្ចេញអារម្មណ៍ខ្ញុំមានអារម្មណ៍ថាមិនស័ក្តិសមនឹងគ្នាកង្វះទំនុកចិត្តលើខ្លួនឯងនេះជាបញ្ហាទូទៅមួយនៅពេលដែលយុវវ័យជាច្រើនកំពុងមានស្នេហាវ៉ាងហាងបានប្រាប់ហ្វាងម៉ាន់មូលហេតុដែលគាត់ទៅណាត់ជួបដោយងឹតងល់ឈប់គិតពីគាត់ទៅហេតុអ្វីបានជាអ្នកនិយាយអំពីភាពអស្ចារ្យរបស់អ្នកប្រសិនបើអ្នកពិតជាចូលចិត្តខ្ញុំមែនខ្ញុំនឹងតែងតែរកវិធីដើម្បីកែលម្អខ្លួនឯងហ្វាងម៉ាន់បាននិយាយថាវ៉ាងហាងអ្នកគឺជាបុរសធំម្នាក់តើអ្វីដែលមិនអាចនិយាយបានដោយសប្បុរសបើខ្ញុំមិនមកថ្ងៃនេះទេតើអ្នកនឹងបន្តញញែកបែបនេះទៀតទេខ្ញុំគ្រាន់តែមិនដឹងថាយ៉ាងណាទេដើម្បីកុំឲ្យអ្នកមានអារម្មណ៍ឈឺចាប់តើខ្ញុំភ័យស្រួយម្លេះចំពោះវ៉ាងហេងដែលគ្មានបទពិសោធន៍ស្នេហាវាមិនមែនថាគាត់មិននិយាយទេប៉ុន្តែមិនដឹងពីរបៀបបញ្ចេញមតិបន្ទាប់ពីការសន្ទនារវាងពួកគេទាំងពីរនៅថ្ងៃនេះការយល់ច្រឡំទាំងអស់ត្រូវបានដោះស្រាយហ្វាងម៉ាន់បាននិយាយថាពួកគេនៅតែជាសហការីដ៏ល្អនាពេលអនាគតអ្នកចិត្តខាងល្អមិនគ្រាន់តែនិយាយថាពួកគេជាគូស្នេហ៍ល្អនោះទេវ៉ាងហាងមិនបាននិយាយអ្វីដែលគាត់ចង់នោះទេខ្ញុំនៅតែមិនសប្បាយចិត្តគាត់នៅតែមានអារម្មណ៍ថាបាត់បង់នៅទីនេះហើយដែលរូបសំណាករបស់ King Nu និងម្ដាយរបស់នាងបានឆ្លងកាត់វ៉ាងហេងត្រូវបានបាញ់សម្លាប់ម្ដងទៀតសម្រាមនឹងដួលរលំទីស្ករចោរកម្មតើនោះមិនមែនដោយសារតែអ្វីដែលអ្នកបានបង្កើតទេវ៉ាងម៉ាន់មានអារម្មណ៍រីករាយយ៉ាងខ្លាំងនៅពេលដែលគាត់បានឮវ៉ាងហាងត្រូវបានគេស្នេហ៍យូរប៉ុន្មានថ្ងៃបន្ទាប់ក៏មកដល់មន្ទីរពេទ្យបាននាំយកនិស្សិតសង្គ្រោះបន្ទាន់ម្នាក់បន្ថយល្បឿនតើគាត់ឈ្មោះអ្វីរ៉ាវជុនហ្វេងឈរនៅមាត់ទ្វារហើយកុំចេញទៅណាឡៃហាវចាប់ផ្ដើមហៅឈ្មោះក្មេងនៅពេលនេះយ៉ាវយ៉នហ្វេងស្ថិតក្នុងស្ថានភាពសន្លប់គាត់បានប្រាប់គីលានុបដ្ឋាយិកាឲ្យត្រួតពិនិត្យយ៉ាវយ៉នហ្វេងនៅក្នុងហាងថ្មីជាមុនសិននៅពេលនេះជីវជីរ៉េនក៏កំពុងប្រញាប់ប្រញាល់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ផងដែរគាត់មកដល់បន្ទប់សង្គ្រោះបន្ទាន់ដំបូងខ្ញុំបានមើលរបួសរបស់កុមារបន្ទាប់មកពិនិត្យមើលស្មារតីរបស់កុមារខ្ញុំបានរកឃើញថាស្មារតីរបស់កុមារមិនសូវរឹងមាំទេតើមានបញ្ហាអ្វីជាមួយក្មេងនោះរបួសទ្រូងនិងពោះសន្លប់បន្តិចហើយតើការចាក់សម្លាប់នៅពេលណាប្រហែល1 ម៉ោងមុនទើបតែដឹកជញ្ជូនពិនិត្យម្ដងទៀត
គ្រូសាជីអូបានចាប់ផ្ដើមផ្ដល់ឲ្យកូនរបស់ពួកគេក្នុងវីដ្រូសាមញ្ញមួយត្រូវបានអនុវត្តពេលកំពុងបង្រៀនគីលានុបដ្ឋាយិកាឲ្យតាក់ទងនយោបាយវិទ្យាកម្មហើយគាត់បានមើលចង្វាក់បេះដូងនៅលើ monitor និងទិន្នន័យសម្ពាធឈាមហើយគាត់បាននិយាយទៅកាន់គីលានុបដ្ឋាយិកាថារបាំងមុខជំនឿឈាមឆ្លងកាត់ខ្នងយកឧស្ម័នឈាមមួយទៀតមកទឹកអំបិលធម្មតា250មីលីលីត្របន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដំបូងមួយចំនួននៅពេលនេះចង្វាក់បេះដូងនិងសម្ពាធឈាមមានស្ថិរភាពបន្តិចម្ដងប៉ុន្តែស្មារតីរបស់កុមារមិនទាន់បានងើបឡើងវិញនៅឡើយទេក្រុមគ្រូសាជីអូបានប្រាប់គីលានុបដ្ឋាយិកាជូនយ៉ាវ John Feng ទៅពិនិត្យជាមុនសិននៅពេលនេះឡៃហាវបានយកបញ្ជីត្រួតពិនិត្យមួយហើយប្រគល់វាទៅឲ្យគ្រូសាជីអូឧស្ម័នឈាមបានចេញមកតើអ្នកកំពុងបោះចោលកាកសំណល់កញ្ចក់នេះមែនទេចុះចំណុចកំពូលវិញនិយាយអញ្ចឹងតើវាន័យណាមនុស្សឲ្យគ្រូពេទ្យតើកូនប្រុសខ្ញុំសុខសប្បាយជាទេយកចិត្តទុកដាក់បន្ទាប់ពីម្ដាយរបស់យ៉ាវ John Feng បានដឹងពីគ្រោះថ្នាក់របស់ John Feng គាត់ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យសួរលីហាវអំពីស្ថានភាពកូនរបស់គាត់ឡៃហាវបានប្រាប់គាត់ឲ្យស្ងប់ចិត្តសញ្ញាជីវិតរបស់ John Feng គឺធម្មតាណាស់វាគួរតែល្អមនុស្សត្រូវបានបញ្ជូនទៅខេសបន្ទាប់មកម្ដាយរបស់ John Feng បានសួរមិត្តរួមថ្នាក់ទាំងពីរនាក់ថាតើមានអ្វីកើតឡើងពិតប្រាកដហើយអ្វីបានជា John Feng រងរបួសមិត្តរួមថ្នាក់របស់ John Feng បាននិយាយសុំទោសគាត់បន្ទាប់មកគាត់នឹកឃើញដល់ឈុតឆាកដែលយ៉ាវ John Feng ដួលតើអ្នកណាហ៊ាននិយាយថាឪពុកខ្ញុំជាអ្នករើសសម្រាមនៅផ្ទះគ្មានលុយទេមានរឿងអ្វីជាមួយអ្នកតើអ្នកមានអាជីវកម្មអ្វីនោះហើយជារបៀបដែលគាត់ដួលតើគាត់ជាធម្មតាបែបនេះទេមិត្តរួមថ្នាក់ទាំងពីរក៏មានអារម្មណ៍ចម្លែកដែរជុនហ្វេងជាធម្មតាមិនដូចនេះទេហើយពេលគាត់ដួលគាត់មើលទៅដូចជាគាត់ស្រវឹងជុនហ្វេងមិនអាចទៅបានទេជាធម្មតាគាត់ស្ដាប់បង្គាប់ខ្លាំងណាស់គាត់មិនផឹកទេនោះហើយជារបៀបដែលខ្ញុំពិពណ៌នាវាគាត់ធ្លាប់នៅជាមួយយើងពិតជាមិនបានផឹកទេវាគ្រាន់តែមើលទៅដូចជាបើមិនដូច្នោះទេវានឹងមិនដូចនេះទេបាតុភូតចម្លែកនៃព្យុះសង្គ្រាមនេះវាធ្វើឲ្យពួកគេវង្វេងនៅក្នុងគំនិតឡៃហាវក៏យល់ថាវាមិនគួរឲ្យជឿដែរម្យ៉ាងវិញទៀតគ្រូសាជីអូឥឡូវនេះដាក់ពាក្យទៅដេងសៀងសម្រាប់ការបណ្តេញចេញតាមដានភ្លៀងធ្លាក់តិចព្រោះរបួសរបស់ជីអូមិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយទេចេញពីមន្ទីរពេទ្យរួចហើយសៀវយូម្នាក់ទៀតក៏ជាអ្នកជំងឺដំបូងរបស់គាត់ដែរគាត់ចង់ឃើញការជាសះស្បើយរបស់គាត់ហេតុតើអ្នកអាចបញ្ចប់វាបានទេតើខ្ញុំអាចរៀនបានទេបើខ្ញុំមិនអាចធ្វើវាបានបើខ្ញុំធ្វើមិនបានល្អទេខ្ញុំនៅតែអាចហាត់បានយ៉ាងណាមិញសៀវយូគឺជាអ្នកជំងឺដំបូងរបស់ខ្ញុំនៅពេលនេះតេងសៀងស្រាប់តែគិតដល់វាអ្នកជំងឺដំបូងដែលគាត់បានមករកថ្មដែលមានចំណុចកណ្ដាលដូច្នេះគាត់ក៏ស៊ាំនឹងអារម្មណ៍នៃការផ្ដោតលើគ្រួសាររបស់គាត់ផងដែរនៅពេលនេះគ្រួសារជីអូបានសន្យាជាមួយគាត់ថាខ្ញុំនឹងតើអ្នកយល់ព្រមទេតេងសៀងបានយល់ព្រមដោយស្រួលរឿងនេះធ្វើឲ្យជីអូជេរិនភ័យខ្លាចបន្តិចក្នុងការមើលគាត់ភ្លាមតេងសៀងសម្លឹងមើលការបញ្ចេញមិត្តរបស់ជីអូជេរិនចំអកគាត់ថាយឺតពេកគាត់ចង់យកអ្វីដែលគាត់ទើបតែសន្យាជាមួយគាត់មកវិញអូទេបរិះនោះមានចរិតដូចយិននឹងយ៉ាងហើយវាពិបាកក្នុងការដេញតាមសេះអ្នកមិនអាចបំបែកគោលការណ៍នៃការធ្វើជាបរិះសម្រាប់ខ្ញុំបានទេមែនទេខ្ញុំសន្យាថាខ្ញុំនឹងប្រកាន់ខ្ជាប់វាខ្ញុំពិតជានឹងឃើញឆេវជាសះស្បើយទោះបីជាតេងសៀងបានយល់ព្រមជាមួយគាត់ឲ្យទៅក៏ដោយតែគាត់នៅតែមិនយល់ស្របជាមួយគ្រូសាជីអូទេសមត្ថភាពក្នុងការថែទាំអ្នកជំងឺតែម្នាក់ឯងគ្រូសាជីអូមានការងឿងឆ្ងល់បន្តិចនៅពេលដែលពួកគេបានខ្ញុំមិនដឹងថាដេងសៀងមានន័យយ៉ាងណាទេនៅពេលនេះតេងសៀងបានប្រាប់គាត់ថាអ្នកនឹងជួបប្រទះការលំបាកណាមួយអ្នកមិនអាចញ៉ាំវាដោយខ្លួនឯងបានទេកុំធ្វើការសម្រេចចិត្តដោយខ្លួនឯងចាំត្រឡប់មកសួរខ្ញុំវិញណាមែនហើយវាបានមកដល់ថ្ងៃបន្ទាប់ក្នុងមួយប៉បរិចភ្នែកជីវជីរ៉េនទើបតែចាប់ផ្ដើមការងារមេតវាងហាងគ្រប់ត្រូលហ្វាងម៉ានគាត់សម្លឹងមើលរូបរាងដ៏ខ្មាស់អៀនរបស់ហ្វេងមែនសួរដោយក្តីបារម្ភថាមានអ្វីកើតឡើងតើអ្នកធ្វើបែបនេះដោយរបៀបណាត្រូវគេវាដំនៅពេលព្រឹកដោយអ្នកណានៅថ្ងៃដែលអ្នករើសវាឡើងអ្នកបន្ទាប់មកហ្វាងម៉ានបាននឹកឃើញដល់ឈុតឆាកដ៏គួរឲ្យរន្ធត់នោះគាត់បានឃើញមនុស្សជាច្រើននៅជុំវិញទ្វារវត្តពេលគាត់ច្របាច់ចូលរ៉ាវ John Feng ឈឺវាគ្រាន់តែថាជីវិតលេងហើយអ្នកថាត្រជាក់ទៀតហើយរ៉ាវ John Feng គឺដូចជាបិសាចរុញហ្វេងមែនទៅលើដីបន្ទាប់មកវាទៅរើសទឹកដបដែលនៅលើដីផឹកវាក្នុងមាត់ធំឈុតនេះផ្ដល់ឲ្យមនុស្សនៅចំណាប់អារម្មណ៍ដំបូងថាយ៉ាវ John Feng ជាមនុស្សវិកលចរិតនៅពេលនេះឡៃហាវនិងវាងហាងក៏បានប្រញាប់ប្រញាល់មកដែរលីហាវបានឡើងមកគ្រប់គ្រងយ៉ាវ John Feng វាងហាងបានជួយហ្វាងម៉ានឲ្យក្រោកឡើងឈប់ទាត់ទៅចំណុចឈប់ហេយ៉ាវ Chen ចំណុចឈប់ពុកចង្ការពេលដែលឡៃហាវមិនអាចបង្ក្រាបគាត់បានរ៉ាវ John Feng ស្រាប់តែដួលសន្លប់បាំងហេងបានឃើញរឿងនេះឡើងលឿនទៅហើយឡៃហាវនឹងសែងគាត់ទៅកាន់គ្រែមន្ទីរពេទ្យនោះហើយជារបៀបដែលវាឈប់ព្រះក្រុងវេទមិនបែបនេះបំបែក300សូមជួយយើងវិភាគវាមានរឿងអ្វីកើតឡើងចំពោះក្មេងនោះពេលអ្នកទៅយកគាត់ម្សិលមិញតើមានអ្វីខុសទៀតបានធ្វើការត្រួតពិនិត្យវាគ្មានអ្វីពិសេសទេសូមទស្សនាភាពយន្តនៅទីនេះយកចិត្តទុកដាក់ជំងឺរបស់លោកយ៉ាវ John Feng បានធ្វើឲ្យគ្រូពេទ្យនិងគីលានុបដ្ឋាយិកាបានគេចាំបាច់ឲ្យបានប្រយ័ត្នប្រយែងពីលទ្ធផលនៃការត្រួតពិនិត្យស៊ុចណាកទាំងអស់គឺធម្មតាគ្មានប្រតិកម្មរោគសាស្ត្រប៉ុន្តែហេតុអ្វីបានជាគាត់ឈឺដោយគ្មានមូលហេតុរឿងនេះធ្វើឲ្យគ្រូសាជីអូមានការភ័ន្តច្រឡំមួយរយៈនៅពេលនេះហ្វាងម៉ានហាក់ដូចជានឹកឃើញអ្វីមួយប៉ុន្តែគាត់មិនប្រកាសទេតើវាតាក់ទងដោយផ្ទាល់ទៅនឹងការដួលសន្លប់របស់យ៉ាវ John Feng មែនទេដូច្នេះគាត់បានជម្រាបជូនក្រុមគ្រូសាជីអូអំពីការរកឃើញរបស់គាត់បានប្រាប់ខ្ញុំនៅពេលព្រឹកមាត់របស់គាត់ស្ងួតខ្លាំងណាស់ចាំខ្ញុំឲ្យគាត់ផឹកទឹកបន្ថែមខ្ញុំក៏ហៅជាពិសេសថាមីងហារ៉េមបានយកធុងទឹកមួយមកឲ្យគាត់ខ្ញុំហាក់ដូចជាបានផឹកស្រាច្រើនណាស់ហើយគាត់ផឹកស្រាខ្លាំងណាស់មែនហើយជំងឺទឹកនោមផ្អែម insipidus ជំងឺទឹកនោមផ្អែម insipidus គឺមានសារៈសំខាន់សម្រាប់កុមារនៅក្នុងក្រុមអាយុនេះវាក៏ជារឿងធម្មតាដែរជីអូជេរិនបានរាប់ពីមុនទឹកនោមរបស់អ្នកជំងឺមានប្រហែល200មីលីលីត្រក្នុង1ម៉ោងគាត់ឆ្ងល់ថាតើជំងឺទឹកនោមផ្អែម insipidus កំពុងបណ្ដាលឲ្យខ្សោះជាតិទឹកដែរឬទេដូច្នេះគាត់លេបទឹកមាត់ហើយវាធ្វើឲ្យអ្នកជំងឺមានអារម្មណ៍មិនស្រួលដូច្នេះអ្នកគិត
តែសន្លប់របស់គាត់បណ្ដាលមកពីការខ្សោះជាតិទឹកមែនទេប៉ុន្តែកម្រិតនៃការឆាប់ខឹងរបស់គាត់ហាក់ដូចជាច្រើនពេកហើយពាក្យសម្ដីរបស់ Lee Hao បានផ្ដួលរំលំការកើតឡើងនៃជំងឺនេះម្ដងទៀតដូច្នេះ Jiao Jiren ចាប់ផ្ដើមចងចាំ Kisemen ម្ដងទៀតខ្ញុំបានគិតអំពីលទ្ធភាពទាំងអស់ដែលខ្ញុំអាចគិតបានបន្ទាប់មកវាបានកើតឡើងចំពោះគាត់លទ្ធផល Test Usman Chim ដែល Lee Hao បានប្រគល់ឲ្យគាត់វាហាក់ដូចជាការរកឃើញថ្មីមួយត្រូវបានធ្វើឡើង Jiao Jiren ស្រាប់តែស្រែកឡើងជ្រើសរើសខ្ញុំចាំបានឥឡូវនេះឈាមរបស់គាត់ធ្លាក់ចុះបន្តិចហើយម្សិលមិញ 134.5 Lee Hao តើមានថង់ឈាមប៉ុន្មាននៅពេលព្រឹក 115 តើវាអាចជាជំងឺសូដ្យូមក្នុងឈាមទាបដែរឬទេបណ្ដាលមកពីការពុលទឹកLai Haoគិតនៅពេលនេះជំងឺ hyponatremia គឺជាជំងឺទូទៅមួយចំពោះមនុស្សចាស់ប៉ុន្តែ Yao Jianfeng នៅតែជាក្មេងនៅពេលនេះ Wang Hang បានពន្យល់ពីបញ្ហានេះដោយបញ្ច្រាស់វាអាចជាកង្វះសូដ្យូមក្នុងឈាមដែលបណ្ដាលមកពីការពុលទឹកតើទឹកអាចបំពុលបានទេ Wang Xing បានពន្យល់ថានៅពេលផឹកទឹកច្រើនពេកមាតុការទឹកនៅក្នុងកោសិការបស់គាត់គឺហួសប្រមាណបណ្ដាលឲ្យមានការរំខានអេឡិចត្រូលីតថែមទាំងនាំឲ្យសន្លប់ទៀតផងJiao Jiren មានការខឹងសម្បាយ៉ាងខ្លាំងចំពោះកិច្ចប្រជុំកំពូលចៅជន់នៅពេលនេះសំណួរបានកើតឡើងម្ដងទៀតហើយគាត់បានបន្តពន្យល់ក្នុងអំឡុងពេលពុលទឹកស្រួចស្រាវសម្ពាធក្នុងខួរក្បាលរបស់គាត់នឹងកើនឡើងបណ្ដាលឲ្យខូចខាតខួរក្បាលដូច្នេះមិនងាយខឹងពួកគេជារោគសញ្ញាសរសៃប្រសាទឥឡូវនេះតើយើងគួរកំណត់ការទទួលទានទឹករបស់គាត់ដែរឬទេជាចុងក្រោយវាត្រូវបានសម្រេចចិត្តគ្រប់គ្រងការទទួលទានទឹករបស់ Yao Jianfeng Jiao Jiren និង Lai Hao ដើរចេញពីការិយាល័យខ្ញុំបានឃើញម្ដាយរបស់ Yao Jianfeng កំពុងយាមក្រែមមន្ទីរពេទ្យបន្ទាប់មក Lee Hao បានប្រាប់ Jiao Jiren ទាក់ទងនឹងស្ថានភាពគ្រួសាររបស់ Yao Jianfeng គាត់ក្រីក្រណាស់ឪពុករបស់កុមារបានស្លាប់ដោយសារជំងឺមហារីកសួតច្រើនឆ្នាំហើយឥឡូវនេះក្មេងក៏ធ្វើវាដែរជំងឺមហារីកសួតគ្រូសា Jiao បានរៀបពាក្យថាជំងឺមហារីកសួតវាដូចជាខ្ញុំស្រាប់តែគិតអ្វីមួយប៉ុន្តែវាមិនច្បាស់ទេនៅពេលយប់Fang Man ទៅវូដនីមួយដើម្បីចុះឈ្មោះនៅពេលដែលគាត់បានមកដល់វូដរបស់ Yao Jianfeng រកមិនឃើញនរណាម្នាក់នៅលើក្រែទេគាត់បានមើលជុំវិញវាបានបង្ហាញថា Yao Jianfeng កំពុងលាក់ខ្លួននៅជ្រុងមួយផឹកទឹកដោយសម្ងាត់ Fang Man រឹងមាំប្រញាប់ឡើងហើយឈប់ទៅអ្នកណាកំពុងផឹកទឹកជាមួយអ្នកទៅឲ្យទឹកខ្ញុំមកតើអ្នកកំពុងធ្វើអ្វីខ្ញុំលែងអាចគ្រប់គ្រងអ្នកបានទៀតហើយមែនទេផ្ដល់ឲ្យខ្ញុំនៅការគេងលើក្តារយាមសម្រាប់ខ្ញុំមិនថាវែងមែននិយាយអ្វីទេចៅជុនហ្វេងតែងតែកាន់ទឹកជាប់ជានិច្ចព្រោះវែងមែនខ្លាចថាគាត់នឹងឈឺដូចលើកមុនដូច្នេះខ្ញុំមិនហ៊ានចូលទៅជិតគាត់ពេកទេគ្រាន់តែពេលដែលវែងមែនជួបបញ្ហាចៅជុនហ្វេងបានឡើងលើគ្រែហើយស្រាប់តែដួលសន្លប់ម្ដងទៀតវ៉ាងម៉ាន់បានឃើញរឿងនេះរត់ទៅបុកហើយចុចកណ្ដឹងសង្គ្រោះបន្ទាន់វ៉ាងហាងបានរត់ជន់ជាលើកដំបូងវ៉ាងហេងហេតុអ្វីបានជាអ្នកនៅទីនេះដរាបណាវ៉ាងហេងមកដល់ភ្លាមគាត់បានពិនិត្យមើល Yao Jianfeng ឆាប់នេះ Lai Hao បានប្រកល់គិលានុបដ្ឋាយិកាជាច្រើនអ្នកដែលកំពុងបំពេញការបានប្រាប់គិលានុបដ្ឋាយិកា Yao Jianfeng កុំឲ្យផឹកទឹក Lai Hao បានសួរពួកគេថាអ្នកណាជាអ្នកប្រកាសនៅពេលនេះ Fang Man បានលើកដៃឡើងហើយនិយាយថានោះជា Lai Hao បានសួរ Fang Man ថាតើអ្នកធ្វើការទំនាក់ទំនងយ៉ាងដូចម្តេច Fang Man គិតខ្ញុំបានបញ្ជាក់ឲ្យពួកគេច្បាស់លាស់ហើយអ្នកមិនអាចផ្ដល់ទឹកឲ្យគាត់បានទេបើអ្នកគិតថាវាច្បាស់លាស់អ្នកអាចធ្វើឲ្យវាច្បាស់លាស់បានក្រុមគ្រួសារមិនយល់ទេអ្នកគឺជាទឹកដែលខ្ញុំបានផ្ដល់ឲ្យអ្នកសូមពិចារណាអំពីស្ថានភាពគ្រួសាររបស់ Yao Jianfeng ពីព្រោះមុននេះពួកគេគ្រាន់តែស្មានជំងឺរបស់ Yao Jianfeng មិនត្រូវបានធ្វើរោគវិនិច្ឆ័យទេប្រសិនបើអ្នកចង់ធ្វើរោគវិនិច្ឆ័យតម្រូវឲ្យមានថ្លៃត្រួតពិនិត្យច្រើននេះគឺសម្រាប់គ្រួសារដែលកំពុងជួបការលំបាករួចទៅហើយមានការសង្ស័យទេថាវាកាន់តែអាក្រក់ដូច្នេះ Wang Hang បានធ្វើការពិសោធន៍បែបនេះលើចៅជុនហ្វេងអ្នកមិនកំពុងលេងសាច់ទេយ៉ាងហោចណាស់ឥឡូវនេះមានលទ្ធផលមួយបញ្ជាក់ថាការព្យាករណ៍ពីមុនរបស់យើងខុសហើយធ្វើការសន្និដ្ឋានតាមរយៈការពិសោធន៍របស់ Wang Hang ពួកគេខុសអំពីអ្វីទាំងអស់ពេលវេលារវាងការផឹកទឹកនិងការដួលសន្លប់នោះខ្លីពេកហើយគាត់មិនផឹកច្រើនទេធុងទឹកនៅពេលថ្ងៃតាមពិតទៅគាត់មិនបានផឹកស្រាច្រើនទេជាទូទៅកំពប់លើដីវាខ្លះត្រូវបានកំពប់មកលើពួកគេបន្ទាប់មក Wang Hang បានគប់ដបទៅឲ្យ Lai Hao បង្ហាញគាត់នៅដបទឹកនេះ Yao Jianfeng ទើបតែផឹកច្រើននៅចំណុចនេះទឹកទំនងជាមិនបង្កការពុលទឹកទេដូច្នេះអ្នកចង់និយាយថាលោក Yao Jianfeng កង្វះសូដ្យូមក្នុងឈាមមិនមែនបណ្ដាលមកពីការពុលទឹកទេអញ្ចឹងតើមានមូលហេតុអ្វី Wang Xing ក៏មិនអាចពន្យល់រឿងនេះបានដែរតើអ្វីបណ្ដាលឲ្យ Yao Jianfeng ដួលសន្លប់ហើយ Jiao Jiren បានសម្រេចចិត្តទៅ Yao Jianfeng សាកមើលនៅផ្ទះមើល Lai Hao ប្រាប់ខ្ញុំពីអាសយដ្ឋានផ្ទះរបស់ចៅជុនហ្វេងខ្ញុំចង់ទៅគ្រួសារជីវបានមកដល់សហគមន៍ដែលចៅជុនហ្វេងរស់នៅដោយសារប្រជាជនភាគច្រើននៅក្នុងសហគមន៍បានចាក់ចេញពីទីនោះទុកឲ្យសហគមន៍ស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមអស់រយៈពេលខាងក្នុងនៃសហគមន៍គឺហួសសម័យជញ្ជាំងត្រូវបានលាបពណ៌ដោយផ្សិតមានដាននៃជញ្ជាំងដួលរំនៅគ្រប់ទីកន្លែងអ្នកអាចមើលឃើញវាគ្រប់ទីកន្លែងវាឆៅគ្មាននរណាម្នាក់សម្អាតវាទេក្រុមគ្រួសារជីវបានយកទូរស័ព្ទដៃរបស់ពួកគេចេញដើម្បីថតស្ថានភាពនេះជាកន្លែងដែល Yao Jianfeng រស់នៅនិងធំធាត់គាត់រស់នៅក្នុងបរិយាកាសនេះអស់រយៈពេល14ឆ្នាំមែនហើយតើអ្នកបានឮអំពី10ឆ្នាំទេនៅឆ្នាំ1998អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា10ឆ្នាំធូលីដែលបង្កើតឡើងប្រសិនបើផ្លូវដង្ហើមត្រូវបានរំខានរយៈពេលភ្ញាក់អបបរមា15ឆ្នាំជាប់បានយូររហូតដល់50ឆ្នាំបន្ទាប់មកបង្កមហារីកសួតដោយសារតែអាប់ស្តូសមានផ្ទុកសារធាតុបង្កមហារីកដូច្នេះប្រទេសជាច្រើនបានហាមឃាត់ថ្មកប្បាសត្រូវបានប្រើក្នុងសម្ភារៈសំណង់ប៉ុន្តែនៅតែមានអគារចាស់ជាច្រើននៅជុំវិញយើងនៅតែមានសម្ភារៈដែលមានផ្ទុកជាតិអាប់ស្តូសគ្រួសារ Yao Jianfeng គឺជាឧទាហរណ៍មួយឪពុករបស់ Yao Jianfeng បានទទួលមរណភាពដោយសារជំងឺមហារីកសួតនេះក៏ជាផ្តាងមួយចំហៀងដែរនោះគឺដើម្បីនិយាយថាលោក Yao Jianfeng ជំងឺមហារីកសួតដែលស្រូបចូលនឹងអស់កម្លាំងស្មារតីបណ្ដាលមកពីការគេងមិនលក់បណ្ដាលឲ្យមានការបញ្ចេញសារធាតុ antistreptin មិនប្រក្រតីការហូរឈាមធ្ងន់ធ្ងរដំបូងនោះជាការស្មានរបស់ខ្ញុំព្រះជាម្ចាស់ឲ្យបងស្រីសានឈៀនអ្នកបានក្លាយជាកូណានហើយយោងតាមសេចក្តីថ្លែងការណ៍នេះបន្ទាប់មកម្ដាយរបស់ Yao Jianfeng ក៏គួរតែពិនិត្យមើលតើវានឹងដំណើរការទេពួកគេបានយល់ស្របថាគាត់ត្រូវការកម្លាំងដើម្បីពិនិត្យសុខភាពកិច្ចប្រជុំពេលព្រឹកនៅថ្ងៃបន្ទាប់ចាប់តាំងពីលោកវិជ្ជបណ្ឌិតខែបានឈប់សម្រាកដោយសារជំងឺមកនាយកសុនការបែងចែកការងារត្រូវបានរៀបចំសម្រាប់ការងារមុនរបស់ឡៅខោរុញការវះកាត់ដែលអាចពន្យាពេលបានច្រើនតាមដែលអាចធ្វើទៅបានការវះកាត់ដែលមិនអាចពន្យាពេលបានទាំងអស់នេះត្រូវបានប្រគល់ឲ្យទៅដេងសៀងនៅសម័យដែលឡៅស៊ូមិននៅសម្ពាធការងាររបស់លោកដេងសៀងពិតជានឹងកើនឡើងច្រើនដេងសៀងក៏មិនមានការសោកស្ដាយដែរនោះហើយជាអំពីវាអ្នកទាំងអស់គ្នារងចាំបន្តិចសិនហើយត្រៀមខ្លួនសម្រាប់ការប្រកួត
ដោយដែលមនុស្សគ្រប់គ្នាបានខ្ចាត់ខ្ចាយនាយកសុនស្រាប់តែបញ្ឈប់គ្រួសារជាវដោយសារតែអវត្តមានរបស់លោកវិជ្ជបណ្ឌិតខុសនាយកសុនអាចរៀបចំគាត់ឲ្យជួបតេងសៀងបានតែសម្រាប់ពេលនេះប៉ុណ្ណោះធ្វើការនៅខាងក្រោមប៉ុណ្ណឹងហើយខ្ញុំត្រូវបានចាត់តាំងឲ្យស្ថិតនៅក្នុងដៃរបស់តេងសៀងម្ដងទៀតអ្នកទាំងពីរពិតជាមានវាសនាល្អមែនខ្ញុំមិនអាចជួយវាបានទេតើអ្នកណាជាអ្នកធ្វើឲ្យឡាវស៊ូដួលរលំគ្រូសាជាវឈឺក្បាលនៅពេលនេះការរៀបចំរបស់គាត់សម្រាប់នាយកសិនគឺជាការស្ទាក់ស្ទើររាប់ពាន់ដងប៉ុន្តែមិនអាចទប់ទល់បានទេគាត់ពោពេញទៅដោយរនជាច្រើនរួចទៅហើយបន្ទាប់ពីត្រូវបានវាដោយដេញវាមិនសំខាន់ទេថាអ្នកខ្លាចប៉ុណ្ណាគ្រាន់តែប្រឈមមុខនឹងការពិតនៅពេលនេះឡៃហៅផ្ដោតលើគ្រូសារបស់គាត់ហើយនិយាយថាមិនថាមានរឿងអ្វីកើតឡើងក៏ដោយតើកម្រិតវិជ្ជាជីវៈរបស់ដេងសៀងស្ថិតនៅកម្រិតណាប្រសិនបើខ្ញុំមិនចាំបាច់ជ្រើសរើសចរិតរបស់អ្នកទេប្រសិនបើឡាវស៊ូប្រៀបធៀបជាមួយតេងសៀងវាល្អជាងច្រើនតេងសៀងរបស់យើងមិនអីទេមែនទេជីវជារិនបាននិយាយថាឡៃហៅមិនមានអាការៈឈឺក្នុងទេនៅពេលគាត់ឈរនឹងនិយាយឃើញគ្រូណាដែលខូខើបែបនេះទេហើយខ្ញុំចូលចិត្តរកកំហុសយ៉ាងណាក៏ដោយតេងសៀងគាត់គឺជាសត្វចម្លែកនៅក្នុងក្បាលរបស់គាត់នៅពេលនេះជីវជារិនបាននិយាយទៅកាន់ឡៃហៅសូមជួយសួរខ្ញុំផងតើលោកគ្រូខូនឹងជាសះស្បើយនៅពេលណាតើគាត់នឹងត្រឡប់មកវិញនៅពេលណាខ្ញុំមិនដឹងទេប៉ុន្តែខែនេះវាមិនអាចទៅរួចទេអូយ1 ខែវាហាក់ដូចជាទង្វើសម្រាប់គ្រួសារគ្រូបង្រៀនអាចជារឿងដែលមិននឹកស្មានដល់តាមពិតទៅតើលោកវិជ្ជបណ្ឌិតខុអាចវិលត្រឡប់មកធ្វើជាតារាកុមារម្ដងទៀតបានទេវានៅតែមិនស្គាល់នាយកមន្ទីរពេទ្យឯកជនមួយកំពុងតាមប្រម៉ាញ់លោកវិជ្ជបណ្ឌិតខទៅធ្វើការនៅមន្ទីរពេទ្យរបស់ពួកគេតើអ្នកគិតថាលោកវិជ្ជបណ្ឌិតជួននឹងចាក់ចេញពីឆៅស្តដែរឬទេតោះតើអ្នកនៅតែពេញចិត្តនឹងការព្យាបាលដែលយើងបានផ្ដល់ឲ្យអ្នកដែរឬទេយកចិត្តទុកដាក់លោកវិញនាយកមន្ទីរពេទ្យឯកជនបោកខេងបានមកផ្ទាល់ដល់មាត់ទ្វារសូមអញ្ជើញលោកវិជ្ជបណ្ឌិតខដែលមានប្រាក់ចូលរួមជាមួយក្រុមរបស់ពួកគេលោកវិជ្ជបណ្ឌិតខមិនមានអារម្មណ៍រំជួលចិត្តជាបណ្ដោះអាសន្នចំពោះប្រាក់ខែវាប្រហែលជាកើតឡើងភ្លាមពេកនោះមិនមែនជាការសង្សឹកគ្នាទេរឿងធំបែបនេះត្រូវពិចារណាឲ្យបានដិតដល់លោកប្រធានាធិបតីវិញក៏បានយកមន្ទីរពេទ្យឯកជនជាមួយមន្ទីរពេទ្យសាធារណៈមន្ទីរពេទ្យបោកកាំងរបស់យើងគឺជាមន្ទីរពេទ្យឯកជនមួយមិនថាទំហំឬឋានៈឧស្សាហកម្មបែបណានោះទេវាមិនប្រៀបធៀបទៅនឹងភេទដូចគ្នាទេប៉ុន្តែឯកជនមានគុណសម្បត្តិរបស់វាប៉ុន្តែប្រាក់ចំណូលលើកនេះប្រយោជន៍មិនអាចប្រៀបផ្ទឹមនឹងយើងបានទេព្យាបាលរឿងនេះមន្ទីរពេទ្យឯកជនពិតជាមានភាពតាក់ទាញជាងតាក់ទងនឹងលក្ខខណ្ឌដែលផ្ដល់ដោយឌៀនវែងខ្ញុំខ្លាចថាលោកវិជ្ជបណ្ឌិតខិននឹងចូលនិវត្តន៍ជាមួយមិនអាចទទួលបានការព្យាបាលបែបនេះទេបន្ទាប់មកលោកប្រធានាធិបតីវិញបាននិយាយអំពីបញ្ហានានានិងចំណាត់ថ្នាក់ទាំងនេះសុទ្ធតែជាមន្ទីរពេទ្យសាធារណៈចំណុចជឿចាប់របស់គ្រូពេទ្យគ្រប់រូបខ្ញុំជឿថាលោកវិជ្ជបណ្ឌិតឆកំពុងធ្វើការជាមួយគ្នាខ្ញុំក៏បានរាប់ការលំបាកខាងក្រោមផងដែរកុំបារម្ភអីឡៃយើងប៉ាវកាំងនឹងមិនដែលមានរឿងបែបនេះទេមិនថាវាជាប្រាក់ចំណូលឬធនធាននោះទេសម្បកកង់មានភាពស្ទាក់ស្ទើរលើគោលការណ៍មួយយោងតាមចំណង់ចំណូលចិត្តរបស់លោកវិជ្ជបណ្ឌិតខចំពោះការងាររបស់លោកប្រសិនបើអ្នកទៅបោកខេងអ្នកប្រកាសជានឹងរកលុយបានច្រើនហើយរយៈរបស់លោកវិជ្ជបណ្ឌិតខមានការរំភើបយ៉ាងខ្លាំងនៅពេលយ៉ាងវិញទៀតលោកវិជ្ជបណ្ឌិតខមានភាពស្ងប់ស្ងាត់ជាងគាត់ត្រូវការពេលវេលាដើម្បីគិតអំពីវាបន្ទាប់មកយ៉ងនីងបានបញ្ជូនឌៀនវែងចុះក្រោមឌៀនវែងមិនភ្លេចហៅយ៉ងនីងទេត្រឡប់ទៅវិញហើយផ្លុំខ្យល់ខ្នែបន្ថែមទៀតដូច្នេះលោកស្រីឃឺសូមជួយយើងធ្វើការងាររបស់លោកវិជ្ជបណ្ឌិតខបន្ថែមទៀតខ្ញុំពិតជានឹងធ្វើការងារដែលត្រូវធ្វើអញ្ចឹងហើយខ្ញុំសូមអរគុណអ្នកដែលបានយកចិត្តទុកដាក់ចំពោះគាត់យ៉ាងខ្លាំងតាមពិតទៅរឿងនេះមិនតម្រូវឲ្យលោកឌៀនវិញពន្យល់ទេយ៉ងនីងបានសង្ឃឹមជាយូរមកហើយលោកវិជ្ជបណ្ឌិតឆាបានទៅធ្វើការនៅមន្ទីរពេទ្យឯកជនមួយមានឱកាសដ៏អស្ចារ្យបែបនេះឥឡូវនេះគាត់ពិតជានឹងមិនខ្ជិះខ្ជាយពេលវេលាឡើយផ្លុំខ្យល់ខ្នែនេះនៅតាមផ្លូវត្រឡប់មកវិញអ្នកបើកបររបស់ឌៀនវិញចង់ដឹងចង់ឃើញអំពីវាតើលោកវិជ្ជបណ្ឌិតខិតជាអ្នកជំនាញប្រភេទណាដើម្បីអនុញ្ញាតឲ្យឌៀនវិញចេញទៅក្រៅដោយផ្ទាល់ប្រសិនបើខ្ញុំអាចអញ្ជើញគាត់ទៅសែនហ្គាម៉ូលូបានខ្ញុំនឹងសុខចិត្តពួកគេបើដូច្នោះមែនលោកវិជ្ជបណ្ឌិតឆានេះគឺជាទេពកោសល្យដ៏អស្ចារ្យម្នាក់មែនទេជំនាញរបស់ខឺបេងសេមិនមានបញ្ហាទេខ្ញុំឲ្យតម្លៃទៅលើឥទ្ធិពលមេអំបៅដែលគាត់អាចនាំមកបានច្រើនជាងនេះបញ្ហាដែលត្រូវបានពិចារណាដោយឌៀនវែងវាអាចយល់បានដោយអ្នកបើកបរដែលមានឥទ្ធិពលមេអំបៅមិនធ្លាប់បានឮពីវាទេឌៀនវែងបានចាប់ផ្ដើមពន្យល់នៅពេលនេះតើខឺបេងជាមោទនភាពរបស់ឌៀនថងសិនបេរមែនទេគាត់ពិសោធន៍ស៊ីជម្រៅក្នុងវិស័យប្រមូលផ្ដុំរយៈពេល15ឆ្នាំប្រសិនបើគាត់អាចមកមន្ទីរពេទ្យរបស់យើងដើម្បីព្យាបាលនៅក្នុងចិត្តខ្ញុំសម្រាប់គ្រូពេទ្យទាំងនោះដែលចង់មកហើយមិនអាចកិនមុខរបស់ពួកគេបានផ្ដល់ឲ្យពួកគេនៅការបង្ហាញពីការតាំងចិត្តអ្នកបើកបរបានដឹងខ្លួនខ្ញុំត្រូវតែនិយាយថាចលនារបស់ឌៀនវែងពិតជាអស្ចារ្យណាស់ហើយខឺបេងចាប់តាំងពីឌៀនវែងចាក់ចេញបេះដូងរបស់គាត់ក៏ញ័រដែរគាត់ក៏ដឹងដែរឌៀនវែងចាប់អារម្មណ៍គាត់ខ្លាំងបទពិសោធន៍ការងាររបស់គាត់នៅ Concentric និងអត្តសញ្ញាណរបស់គាត់ជាកូនសិស្សរបស់ឌៀនកាលក្ខខណ្ឌដែលផ្ដល់ដោយឌៀនវ៉ងពិតជាធ្វើឲ្យគាត់រំភើបចិត្តណាស់ប៉ុន្តែនៅពេលដែលអ្នកទៅបោកខេងអ្វីដែលបាត់បង់អាចជាមិនអាចវាស់វែងដោយលុយបានទេគ្រាន់តែពេលដែលគាត់ខាតបង់ឌីនគូបានមកសួរសុខទុក្ខស្ថានភាពរាងកាយរបស់គាត់ហេកុំរើអីកុំរើកុហកនៅតែកុហកអូខ្ញុំមិនមែនជាមនុស្សក្រៅភពទេអ្នកមិនអីទេដេកចុះឌីនគូទៅកាន់សិស្សរបស់គាត់មិនដែលមើលវាដូចជាមនុស្សក្រៅភពទេលោកវិជ្ជបណ្ឌិតឆាក៏ខិតខំប្រឹងប្រែងចំពោះការងាររបស់គាត់ផងដែរឌីនគូទាំងនេះក៏បានឃើញវាដែរឌីនគូក៏បានដឹងដែរលោកវិជ្ជបណ្ឌិតឆាធ្វើការហួសកម្លាំងលើកនេះទើបតែធ្លាក់ខ្លួនឈឺយើងមិនធ្វើកិច្ចការអ្វីនៅដើមឆ្នាំទេចាប់តាំងពីខ្ញុំចូលទៅក្នុងភាពគ្មានទោសពៃដូចក្មេងវាមិនដែលឈឺដូចពេលនេះទេប៉ុន្តែតាមរយៈជំងឺនេះខ្ញុំក៏ចង់យករឿងជាច្រើនដែរនៅពេលនេះលោកឌៀនកាបានខ្ចីប្រធានបទរបស់លោកវិជ្ជបណ្ឌិតខបណ្ដាញអនាម័យមែនហើយមានរឿងជាច្រើនដែលយើងមិនអាចយកចិត្តទុកដាក់ខ្លាំងពេកបានទេរៀនដោះស្រាយដោយខ្លួនឯងជាមួយនឹងសេចក្តីថ្លៃថ្នូរបច្ចុប្បន្នរបស់អ្នកក្នុងការបដូរថ្លើមនិងសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកឱកាសជាច្រើននឹងកើតមានសម្រាប់អ្នកនាពេលអនាគតត្រូវទេអ្នកមិនចាំបាច់សោកស្ដាយវាទេមានអារម្មណ៍ខឹងខ្ញុំមិនចង់បានវាទេដោយសារតែរឿងនេះទុកឲ្យវាកើតឡើងរវាងអ្នកនិងសេហែងអ្នករួចរាល់ហើយតើវាធ្វើឲ្យអ្នកភ័យខ្លាចយ៉ាងដូចម្ដេចអ្វីដែលត្រូវខ្លាចពិតមែនហើយខ្ញុំដឹងរួចហើយយកចិត្តទុកដាក់ចំពោះដេងសៀងសម្រាប់ជីវជេរខ្លាចជាអ្នកស្ម័គ្រចិត្តដែលមានសមត្ថភាពគ្មានការរំភើបអ្វីទាំងអស់គាត់បានថតរូបជាមួយចានសំប៉ែតមួយតាមរយៈជីវជេរបានដឹងដំណឹងជាមុនគាត់បានសួរគ្រូសាជីវហើយអ្វីបានជាកណ្ណេរបស់គាត់មិនទាន់ត្រូវបានលុបចោលនៅពេលនេះគ្រូសាជីវចង់នៅចំពោះមុខគាត់ធ្វើវាឲ្យរួចរាល់ជាលទ្ធផលខ្ញុំរកថៃផ្លេចមិនឃើញទេបន្ទាប់ពីស្វែងរកអស់រយៈពេលប្រហែលជាវានៅក្នុងសាលាមត្តេយ្យអ្នកបាត់បង់អ្វីទាំងអស់
អ្នកនៅតែត្រូវអនុវត្តដូច្នេះខ្ញុំបានឬអ្នកធ្លាប់បានបញ្ជាក់ពីអ្នកជំងឺដែលមានជំងឺវ៉ងហាងត្រូវទេត្រូវហើយគ្រូសាជីវគិតថាតេងសៀងនឹងសរសើរដំកើងព្រះអង្គខ្ញុំមិនបានរំពឹងថានឹងត្រូវពីណីទេលោកតេងសៀងបាននិយាយថាលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺវ៉ងហាងវាបង្ហាញថាសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់ក្នុងការដោះស្រាយបញ្ហាដូច្នេះសូមឲ្យវាទៅអ្នកផ្ដល់ឲ្យខ្ញុំនៅករណីសិក្សាចំនួន70ក្នុងរយៈពេល1ថ្ងៃ70ពិន្ទុជីវជារិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឮសំណើររបស់តេងសៀងការវិភាគករណីចំនួន70ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃវាពិបាកបន្តិចហើយតេងសៀងបានសួរគាត់ថាតើគាត់យល់ថាវាពិបាកដែរអាចលះបង់បានគាត់នឹងមិនបោះបង់ចោលចរិតរបស់ស្ត្រីដ៏ស្រស់ស្អាតម្នាក់ឡើយអ្នកណាថាខ្ញុំមិនអាចខ្ញុំនឹងធ្វើវាឲ្យអ្នកមើលតែប៉ុណ្ណោះមកចុះតេងសៀងក៏មានចិត្តណាល្អចំពោះជីវជារិនដែរគាត់ក៏បានធ្វើបែបនេះដើម្បីធ្វើឲ្យជីវជារិនអាចធំឡើងមុនអាយុប៉ុន្តែជីវជារិនមិនយល់ពីអ្វីដែលគាត់បានធ្វើនោះទេជីវជារិនបានរកឃើញលីហៅគាត់បានសួរលីហៅអំពីស្ថានភាពរបស់យ៉ាវយ៉នហ្វេងសំណាងហើយកូននៅក្មេងបានរកឃើញនៅក្នុងពេលវេលាជំងឺមហារីកសួតគឺឆាប់ពេកវាអាចព្យាបាលបានវាជាពរជ័យនៃសំណាងអាក្រក់លីហៅស្រាប់តែមានអារម្មណ៍ចង់ដឹងចង់ឃើញយ៉ាងខ្លាំងគាត់បានសួរគ្រូសាជាវតើអ្នកមានគំនិតអំពីជំងឺគេងមិនលក់យ៉ាងណាចំពោះផលវិបាកផ្ទះបែបនេះត្រូវបានសាងសង់ក្នុងរយៈពេល10ឆ្នាំទីក្រុងធំគួរតែកម្រមានណាស់ប៉ុន្តែនៅស្រុកកំណើតខ្ញុំជាពិសេសកាលខ្ញុំនៅក្មេងខ្ញុំនៅតែមានវាអស្ចារ្យណាស់អ្នកហើយដំណឹងល្អគឺនេះមានមនុស្សតិចណាស់ដែលរស់នៅក្នុងផ្ទះ App Store ឥឡូវនេះករណីដូចជាយ៉ាវយ៉នហ្វេងសង្ឃឹមថាវាមិនកើតឡើងម្ដងទៀតទេទោះបីជាមានផ្ទះ App Store តិចជាងមុនសម្រាប់រស់នៅក៏ដោយប៉ុន្តែនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងនៅមានឱកាសជាច្រើនដើម្បីជួបប្រទះនឹង App Store ជាពិសេសកុមារហើយអ្វីបានជាដូច្នេះបន្ទាប់ពីស្ដាប់ពាក្យរបស់លីហៅក្រុមគ្រូសាជាវត្រឡប់ទៅការិយាល័យវិញគាត់តែងតែរវល់គាត់កំពុងស្វែងរកព័ត៌មានគ្រូសាគេឃើញថាគាត់រវល់មុននឹងក្រោយខ្ញុំមិនដឹងថាគាត់កំពុងធ្វើអ្វីទេដូច្នេះនាងបាននិយាយទៅកាន់គាត់តើអ្នកអាចប្រាប់ខ្ញុំពីអ្វីដែលអ្នកកំពុងធ្វើបានទេខ្ញុំកំពុងស្វែងរកព័ត៌មានខ្លះអំពីម្សៅថោខំតើមានអ្វីខុសជាមួយម្សៅថោខំខ្ញុំមិនបានដឹងទេរហូតដល់ខ្ញុំបានឮឡៃហៅនិយាយវាបង្ហាញថាម្សៅថោខំមួយចំនួនក៏មានសារធាតុគេងមិនលក់នៅក្នុងនោះដែរក្រុមគ្រួសារជីអូមានការព្រួយបារម្ភនេះឪពុកម្ដាយជាច្រើនតែងតែញូតទឹកឲ្យកូនរបស់ពួកគេនឹងប្រើម្សៅថោខំខ្លះសម្រាប់កូនរបស់ពួកគេដើម្បីការពារការប្រសិនបើឪពុកម្ដាយទិញហើយប្រើប្រាស់វាដោយមិនរើសអើងមិនត្រឹមតែធូលីដីអាចបង្កអាឡែស៊ីប៉ុណ្ណោះទេការឆ្លងមេរោគផ្លូវដង្ហើមវាស្ទះរញើស្ដាប់អ្វីដែលក្រុមគ្រួសារជីអូនិយាយមនុស្សគ្រប់គ្នានៅក្នុងគ្រួសារហ្គាបានយល់ភ្លាមលោកក៏បានចងចាំដែរថាអាប់ស្ដូជាសារធាតុបង្កមហារីកដូច្នេះខ្ញុំបានតាក់ទងលោកនាយកលូទៅសាឡាមតៃឈៀឈឺដេសបផ្សាយដល់ឪពុកម្ដាយរបស់កុមារអនុញ្ញាតឲ្យឪពុកម្ដាយយល់ពីរឿងមូលដ្ឋានមួយចំនួនស៊ុបវិនិច្ឆ័យការពារបញ្ហាមុនពេលវាកើតឡើងព្រះនាងកាហ្វេបង្រៀនគ្រួសាររបស់នាងបន្ទាប់ពីចាក់ចេញគ្រួសារហ៊ូបានធ្វើកាហ្វេមួយពែងហើយផ្ញើវាទៅកៅអីរបស់គាត់ទើបតែនឹងចាក់ចេញតែងជាងត្រូវបានគេហៅថាជាសម្រស់បុរាណបានបង្ហាញទឹកមុខខ្មាស់អៀនសួរដេងសៀងថាគាត់ចង់និយាយអ្វីមកខ្ញុំគិតដូច្នេះអ្នកអាចរៀនពីគាត់បានលេងសើចទេតើខ្ញុំគួររៀនអ្វីពីគាត់ហើយអ្វីបានជាអ្នកមានភ្នែកធំបែបនេះរៀនសង្កេតមើលគ្រូសាជីអូគ្មានប្រយោជន៍អ្វីទេនៅក្នុងក្រសែភ្នែករបស់គ្រូសាហ្គាតើគាត់អាចរៀនពីគាត់បានដោយរបៀបណាគាត់បានឬតេងជាងនិយាយដូច្នេះការមើលងាយទាំងស្រុងគាត់មើលមិនឃើញអ្វីទាំងអស់អំពីគ្រូសាជីអូឲ្យគាត់រៀនតើអ្នកគិតយ៉ាងណាចំពោះដើមត្របែកនេះហើយចុះចំណុចអវិជ្ជមានវិញតើវាអាក្រក់ប៉ុណ្ណានិយាយថាគ្រូសាហ្គាឆ្លាតណាស់ខ្ញុំមិនគិតថាគាត់ឆ្លាតគ្រប់គ្រាន់ទេជាក់ស្ដែងតេងសៀងបានសួរគ្រូសាជីវគាត់ពិតជាគិតថាគាត់កំពុងនិយាយអំពីដើមត្រសក់មែនរៀបរាប់ពីគុណវិបត្តិនៃការមានគ្រូសាហ្គាបានមកនិយាយគ្នាដោយគ្មានក្បាលឬកន្ទុយហឹមរឹងរូសអញ្ចឹងខ្ញុំមិនមានសមត្ថភាពអ្វីទេខ្ញុំនៅតែចូលចិត្តបង្ហាញសមត្ថភាពរបស់ខ្ញុំធ្វើអ្វីតាមអារម្មណ៍គាត់ចង់ថែរក្សាអ្វីគ្រប់យ៉ាងអូគាត់មានចំណុចខ្វះខាតច្រើនណាស់ខ្ញុំមិនអាចលើកវាឡើងបានទេមែនហើយចាំខ្ញុំសួរអ្នករឿងនេះតើចំណុចខ្លាំងរបស់គាត់មានអ្វីខ្លះយកចិត្តទុកដាក់នៅក្នុងក្រសែភ្នែករបស់គ្រូសាហ្គាគ្រូសាជីអូពោពេញដោយចំណុចខ្វះខាតគ្មានគុណសម្បត្តិណាមួយឡើយបន្ទាប់ពីតេងសៀងបានរវាក្រោកឡើងហើយដើរទៅរកគ្រូសាហ្គាប្រាប់គ្រូសាហ្គាឲ្យស្គាល់ខ្លួនឯងនិងសត្រូវរបស់អ្នកដើម្បីឈ្នះសមរភូមិទាំងអស់ហេអ្នកមិនអាចមើលឃើញយុវវ័យរបស់អ្នកឥឡូវនេះទេគូប្រជែងទោះបីជាវាជាអត្ថប្រយោជន៍ក៏ដោយតើនោះមានន័យថាអ្នកមានបញ្ហាមែនទេតេងសៀងបានរំលឹកដល់គ្រូសាគូនៅពេលនេះថាតើស្ថានភាពបច្ចុប្បន្នរបស់គាត់មានគ្រោះថ្នាក់ខ្លាំងមែនទេគ្រូសាបុរាណតែងតែមានខ្ញុំមើលមិនឃើញគុណសម្បត្តិរបស់គ្រូសាជីអូទេនៅពេលនេះតេងសៀងបានសម្លឹងមើលទៅគ្រូសាបុរាណគ្រូសាហ្គាគ្មានជំរឿអ្វីក្រៅពីស៊ូទ្រាំនឹងរឿងនេះទេប្រាប់តេងសៀងគាត់បានស្វែងរកគុណសម្បត្តិរបស់គ្រូសាជីអូបន្ទាប់មកគាត់បានដើរទៅកាន់ទីតាំងរបស់គាត់ពេលដើរកាត់ទៅរបស់គ្រូសាជីអូភ្លាមនោះគាត់បានរកឃើញភាពញញៃមួយនៅលើទៅរបស់គ្រូសាជីអូដូច្នេះគាត់បាននិយាយទៅកាន់តេងសៀងម្ដងទៀតអ្នកឃើញហើយភ្លាមនោះរកឃើញចំណុចខ្វះខាតមួយទៀតរញ៉េញ៉ៃជាមួយរបស់របរនិយាយថាគ្មានចំណុចខ្វះខាតច្រើនណាស់នៅពេលនេះដេងសៀងមិនអើពើនឹងបរិះក្រុងឆ្អឹងនោះទេហើយបរិះក្រុងឆ្អឹងហាក់ដូចជាបានរកឃើញអ្វីមួយកំពុងមើលតាមទៅរបស់គ្រូសាជីអូបន្ទាប់មកគាត់បានបើកកុំព្យូទ័ររបស់គ្រូសាជីអូហើយមើលវាទាំងអស់នេះត្រូវបានគេមើលឃើញដោយដេងសៀងភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងបានរំកិលចូលទៅក្នុងមន្ទីរពេទ្យពួកគេបាននាំកុមារដែលត្រូវបានឆេះដោយភ្លើងវាងហាងឃើញស្ថានភាពហើយក៏ប្រញាប់ដើរទៅសួរអំពីស្ថានភាពនោះលោកគ្រូស៊ីវភ្លើងឆេះផ្លូវលំកុមារមួយចំនួនត្រូវបានបញ្ជូនទៅព្យាបាលដោយមានរបួសដែលគ្រប់គ្រងបានពួកគេភាគច្រើនជាមនុស្សពេញវ័យវាត្រូវបានដឹកជញ្ជូនចំនួន10,000បងប្រុសនិងគ្រូពេទ្យឯកទេសសណ្ដំបានជួនហើយទាំងអស់នាយកដ្ឋានសង្គ្រោះបន្ទាន់នៅពេលនេះស្រាប់តែផ្ទុះឡើងមនុស្សគ្រប់គ្នារវល់យើងឃើញផែនការក៏បានចូលរួមជាមួយក្រុមជួយសង្គ្រោះភ្លាមផងដែរគាត់បានមកដល់ឡៃហាវសួរលីហៅថាគាត់ត្រូវធ្វើអ្វីតើខ្ញុំគួរធ្វើអ្វីទៅបន្ទប់ដែលត្រូវគ្នាជាមួយអុកស៊ីសែនចាក់មេរ៉ា10 រាវចូលទៅយកវាទៅកុំជួយខ្ញុំយកទឹកអំបិលស៊ូរីមកឲ្យសោះខ្ញុំនឹងមកមេងកូនឲ្យខ្ញុំមិនអាចយក10ទឹកបានទេមែនទេអុកស៊ីសែនសម្រាប់កុមារចុះទឹកអំបិលធម្មតាវិញហ្វេហេតុអ្វីអ្នកមិនទៅយកទឹកអំបិលធម្មតាយ៉ាងឆមកហ្វាងមែននៅក្នុងព្យុះនេះស្រាប់តែខួរក្បាលទេស្អាតខាត់បង
ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេខ្ញុំទើបតែរៀនពីរបៀបបិទទំជុលថ្មីនេះទេប្រឈមមុខនឹងការសាកល្បងបែបនេះឆាប់នេះនៅចំពោះមុខការភ័យខ្លាចយ៉ាងខ្លាំងគាត់មានជំនាញរបស់គាត់ជាប់គាំងនៅក្នុងខ្លួនមិនអាចប្រើបានទេគ្រាន់តែពេលដែលគាត់មិនអាចស៊ាំនឹងវាគាត់បានរកឃើញម្ដាយម្នាក់កំពុងកាន់កូនរបស់គាត់វាកំពុងធ្វើដំណើរទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ហើយគាត់បានរត់ទៅជួយមួយសន្ទុះក្រោយមកវ៉ាងហាំងក៏បានមកសួរអំពីស្ថានភាពនោះតើមានអ្វីខុសជាមួយជើងរបស់អ្នកខ្ញុំទើបតែបង្វិលវាគួរតែល្អមកប្រាប់មីងថាហេតុអ្វីវាមិនឈឺតើអ្នកធ្លាប់រងរបួសពីមុនមកទេប្រហែលជាមិនមែនទេទើបតែចេញមកហើយធ្លាក់នៅពេលនេះវ៉ាងហាំងមានការព្រួយបារម្ភអំពីរូបរាងរបស់កុមារបានធ្វើការត្រួតពិនិត្យសាមញ្ញមួយគ្មានរបួសជាក់ស្ដែងត្រូវបានរកឃើញទេបន្ទាប់មកគាត់ធ្វើការពិនិត្យរាងកាយរបស់កុមារហើយក្មេងនោះមានបញ្ហាដៃដូច្នេះគាត់បាននិយាយទៅកាន់ពួកគេយឺតខ្ញុំនឹងនាំគាត់ទៅថតសេះក្នុងពេលបន្តិចទៀតបន្ទាប់មកហៅជីនីឲ្យមកតែម្នាក់ឯងកុមារអាចមានដុំសាច់ខាងក្រៅស្រួចស្រាវដុំសាច់ក្រៅឈាមស្រួចស្រាវប៉ុន្តែនៅតែមិនមានបញ្ហាជាមួយក្បាលទេការវិនិច្ឆ័យរបស់វ៉ាងហេងធ្វើឲ្យហ្វេងមែនភ្ញាក់ផ្អើលនៅពេលនេះវ៉ាងហាំងបានហៅហ្វាំងម៉ាន់ឲ្យទៅប្រាប់គាត់ថាការធ្វើជាគិលានុបដ្ឋាយិកាមិនមែនគ្រាន់តែជាការវះកាត់ជំនួយនោះទេអ្នកចំណាយពេលជាមួយអ្នកជំងឺច្រើនជាងគ្រូពេទ្យដូច្នេះអ្នកគួរតែយកចិត្តទុកដាក់ជានិច្ចព័ត៌មានលម្អិតរបស់អ្នកជំងឺជាពិសេសកុមារពួកគេពិបាកបង្ហាញអារម្មណ៍ខាងក្នុងរបស់ពួកគេណាស់ហ្វាំងម៉ាន់យល់ពេលឬដូច្នោះនៅពេលនេះមាននរណាម្នាក់ហៅថាលោកវិជ្ជបណ្ឌិតវ៉ាងហេងវ៉ាងមកទីនេះហើយមើលមកដល់ហើយកុមារត្រូវបានប្រគល់ឲ្យអ្នកខ្ញុំបាននាំគាត់ទៅថតខេអ្នកភ័យណាស់វ៉ាងហាងបានចាក់ចេញបន្ទាប់ពីពន្យល់រួចមិនយូរប៉ុន្មានគ្រូពេទ្យបានមកជាមួយរបាយការណ៍គាត់បានផ្ដល់របាយការណ៍នេះទៅឪពុកម្ដាយរបស់កុមារហើយធានាដល់ពួកគេថាលទ្ធផលនៃការត្រួតពិនិត្យគឺគ្មានអ្វីសោះភ្លាមនោះវ៉ាងហាងក៏បានមកដល់គាត់បានយករបាយការណ៍មកមើលមានបញ្ហាអ្វីទេគ្មានបញ្ហាទេមិនអីទេតែយើងអាចទៅលើនេះបានទេសូមរងចាំមួយផ្លេតហើយយើងនឹងមើលវាជាមួយគ្នាវ៉ាងហាងបានហៅលោកវិជ្ជបណ្ឌិតស៊ីឲ្យនៅមួយឡែកនៅពេលនេះគាត់បានសួរលោកវិជ្ជបណ្ឌិតឆែថាកុមារនោះហូរឈាមតិចតួចណាស់តើមានលទ្ធភាពណាមួយដែលមិនអាចពិនិត្យបានដែរឬទេកុមារមិនបានបង្ហាញការរំខានដល់ស្មារតីទេគ្មានអាការៈឈឺក្បាលឬចង្អោរមិនបានបង្ហាញខ្លួនទេរោគសញ្ញាវិជ្ជមាននៃសញ្ញាណសរសៃប្រសាទតើយើងធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេចខ្ញុំបានឮថាឡៅស៊ូមានបញ្ហាជាមួយរដ្ឋមន្ត្រីទេគ្រាន់តែឈប់តើអ្នកកំពុងនិយាយអំពីរឿងមិនសមហេតុផលអ្វីសូមយកចិត្តទុកដាក់ចំពោះការចាក់ចេញរបស់លោកវិជ្ជបណ្ឌិតគ្រូពេទ្យស្រឡាញ់ភេទដូចគ្នានិយាយអ្វីគ្រប់យ៉ាងកំណែកំពុងហោះហើរមាននរណាម្នាក់ពិតជាបាននិយាយថាលោកវិជ្ជបណ្ឌិតឈប់បានចាក់ដោយសារតែវាមានជាប់តាក់ទងនឹងតេងសៀងនេះបង្ហាញថាមនុស្សសពថ្ងៃនេះពាក្យចាមអារ៉ាមមិនគួរឲ្យទុកចិត្តនៅពេលនេះលោកវិជ្ជបណ្ឌិតលូបានប្រាប់ខ្ញុំពីអ្វីដែលគាត់បានឬឡៅស៊ូត្រូវបានមន្ទីរពេទ្យឯកជនមួយដែលមានប្រាក់ខែខ្ពស់យកទៅចុះប្រាក់ខែរបស់ពួកគេវិញខ្ញុំបានរក្សាទុកច្រើនដងពេលគេយីការប្រព្រឹត្តដ៏ខ្ពស់បែបនេះភ្នែកមានពណ៌បៃតងនៅពេលនេះលោកវិជ្ជបណ្ឌិតខែបានអំដំណើរក្រុមគ្រួសារខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុនច្រើនក្មេងនោះត្រូវបានអំដំណើរដោយឪពុករបស់គាត់ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ដែរពួកគេចង់បានឪពុកអាចនាំពួកគេទៅ Disneyland បានគ្មានបញ្ហាទេកុំនិយាយអំពី Disneyland វាជាប្រទេសជប៉ុននិងអាមេរិក Herbie តើខ្ញុំអាចនាំអ្នកទៅទីនោះបានទេនៅពេលនេះក្រុមគ្រួសាររបស់លោកវិជ្ជបណ្ឌិតខំមានសុភមង្គលភរិយារបស់លោកវិជ្ជបណ្ឌិតខែទីបំផុតបានសម្រេចបំណងប្រាថ្នារបស់គាត់ញឹមយ៉ាងស្រស់បំផុតពេលរថយន្តរបស់ពួកគេបើកចូលទៅក្នុងជាន់ក្រោមនៃសហគមន៍ខ្ញុំបានឃើញឌៀនកាពីចម្ងាយដើរចុះទៅក្រោមផ្ទះរបស់គាត់រងចាំពួកគេត្រឡប់មកវិញស្វាមីអ្នកទេដៃលោកវិជ្ជបណ្ឌិតខែមានការងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលដែលគាត់បានឃើញលោកឌៀនកាអង្គុយក្នុងឡានហើយស្ទាក់ស្ទើរអស់រយៈពេលយូរប៉ុន្តែអ្វីដែលគួរតែមកដល់គឺតែងតែមកដល់អ្វីដែលគួរប្រឈមមុខក៏ត្រូវតែប្រឈមមុខដែរគ្មានន័យអ្វីក្នុងការរត់គេចខ្លួនទេដូច្នេះគាត់បានបើកចំហទៅកាន់ឌៀនកាដោយផ្ទាល់បាននិយាយអំពីគំនិតរបស់គាត់លោកហ៊ូអ្នកស្គាល់ខ្ញុំបើមិនមែនជាមនុស្សដែលមានគំនិតល្អទេវានិយាយអំពីការមិនអន់ក្បាលហើយមានចិត្តអាណិតអាសូរខ្ញុំសូមអរគុណជាពិសេសចំពោះការបណ្ដុះខ្ញុំសូមអរគុណចំពោះអ្វីគ្រប់យ៉ាងដែលអ្នកនិងថងសេនបាននាំមកជូនខ្ញុំឌីនកូបាននិយាយអ្វីដែលលោកវិជ្ជបណ្ឌិតស៊ូបាននិយាយហើយខ្ញុំបានយល់វាខ្លះហើយលោកវិជ្ជបណ្ឌិតខបានសម្រេចចិត្តហើយនៅពេលនេះលោកប្រធានាធិបតីកូបានសម្ដែងការយោគយល់ចំពោះការលីលែងពីតំណែងរបស់លោកជំនាន់លោកវិជ្ជបណ្ឌិតខជីវិតពិតជាតានតឹងណាស់ខ្ញុំដឹងថាយើងគ្រូពេទ្យកុមារមានការលំបាកអាំងតង់ស៊ីទេការងារគឺធំជាងវិទ្យាសាស្ត្រទីក្រុងឆ្ងាយណាស់ហើយ probability នៃចំនួនកាន់តែខ្ពស់ប៉ុន្តែចុះយ៉ាងណាចំពោះប្រាក់ខែវាមិនសមាមាត្រតែសោះលោកឌៀនកាបាននិយាយនៅពេលនេះថាលោកបានឃើញអ្នកធ្វើការយ៉ាងលំបាកក្នុងនាមខ្ញុំជាប្រធានខ្ញុំក៏មានអារម្មណ៍សោកសៅខ្លាំងដែរខ្ញុំក៏ចង់ធ្វើវាសម្រាប់អ្នកដែរខិតខំដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែមទៀតប៉ុន្តែអ្នកមានច្រើនជាងអ្វីដែលអ្នកអាចធ្វើបាននោះជាការពិតប្រសិនបើអ្នកចង់ផ្លាស់ប្ដូរអ្នកត្រូវតែបន្តខិតខំប្រឹងប្រែងនេះជារឿងដែលគ្រូពេទ្យអាចយល់បានវាពិតជាមិនងាយស្រួលទេក្នុងការផ្លាស់ប្ដូរនេះក៏មិនមែនជាមន្ទីរពេទ្យរបស់យើងដែរបញ្ហាដែលយើងជួបប្រទះប៉ុន្តែយើងត្រូវតែមានសង្ឃឹមហើយកុំខ្មាស់អៀនអ្នកឃើញទេមានវឌ្ឍនភាពការផ្លាស់ប្ដូរកំពុងកើតឡើងបន្តិចម្ដងនៅពេលនេះលោកវិជ្ជបណ្ឌិតខបាននឹកឃើញយ៉ាងអស់សង្ឃឹមការគាត់ចូលប្រឡូកក្នុងភាពគ្មានទោពៃដូចក្មេងដំបូងគាត់បានដាក់ក្តីសង្ឃឹមទាំងអស់របស់គាត់ទៅលើអនាគតនិងលទ្ធភាពនៅពេលនោះគាត់មានអារម្មណ៍ថាដរាបណាអ្នកខិតខំធ្វើការគ្រប់គ្រាន់អ្នកប្រកាសជាទទួលបានលទ្ធផលដែលអ្នកចង់បានប៉ុន្តែពេលវេលាហើយយ៉ាងលឿនទៅមុខយ៉ាងលឿន15ឆ្នាំគ្រាន់តែដើម្បីស្វែងយល់វាបង្ហាញថាការពិតគឺឧបសគ្គដំបូងនៅចំពោះមុខពួកគេឌីនកូមានអារម្មណ៍ថាលោកវិជ្ជបណ្ឌិតខបានបាត់បង់ទំនុកចិត្តលើតារាកុមារវាមិនល្អទេក្នុងការបង្ខំគ្រូពេទ្យទៀតហើយដូច្នេះគាត់បាននិយាយទៅកាន់លោកវិជ្ជបណ្ឌិតខថ្ងៃនេះខ្ញុំបានបដូរទៅរូបថតចាស់មួយសម្រាប់អ្នកយកវាចេញហើយមើលពេលអ្នកនឹកយើងនៅពេលអនាគតប៉ុណ្ណឹងហើយលោកវិជ្ជបណ្ឌិតបានយកវាទៅថតដែលពួកគេធ្លាប់ថតជាមួយគ្នាពេលត្រឡប់មកផ្ទះវិញគាត់បានមើលរូបថតនោះហើយមិនអាចស្ងប់ចិត្តបានយូរទេបន្ទាប់មកគាត់ក៏នឹកឃើញពាក្យរបស់ឌៀនកាមន្ទីរពេទ្យឯកជនវាមិនអាចទៅរួចទេក្នុងការផ្ដល់ជូនអ្នកនៅចំនួនច្រើនបែបនេះនៅពេលនេះករណីលំបាកឱកាសនាពេលអនាគតសម្រាប់អាជីពសិក្សារបស់អ្នកប៉ុន្តែវាមានកំណត់ណាស់
ពាក្យសម្ដីខ្លះរបស់ Dianga មិនមែនគ្មានហេតុផលទេក្នុងរយៈពេល10ឆ្នាំខាងមុខ20ឆ្នាំក្រោយមកតើតម្លៃនៃជីវិតរបស់អ្នកនៅណាទោះជាយ៉ាងណាក៏ដោយគោលការណ៍ទាំងនេះអនុវត្តចំពោះលោកវិជ្ជបណ្ឌិតខុសតើគាត់មិនអាចដឹងដោយរបៀបណាផ្លូវនៅពេលនេះលោកវិជ្ជបណ្ឌិតខែបាននិយាយទៅកាន់ Dianga ដោយមានអារម្មណ៍ខុសឆ្គងប្រសិនបើនៅក្នុងអនាគតរបស់ខ្ញុំនិងអនាគតកូនរបស់ខ្ញុំជ្រើសរើសមួយខ្ញុំនឹងបំពេញអនាគតកូនខ្ញុំជាមុនសិននៅពេលនេះលោកវិជ្ជបណ្ឌិតខែបានអង្គុយយ៉ាងជ្រាលជ្រៅចំពោះលោក Dianga ខ្ញុំសោកស្ដាយណាស់យ៉ាងណាមិញពួកគេមានទំនាក់ទំនងគ្រួសាររយៈពេល15ឆ្នាំលោកវិជ្ជបណ្ឌិតខែអង្គុយលើសាឡុងដោយស្រឡាំងកាំងតើលោកវិជ្ជបណ្ឌិតខែនឹងផ្លាស់ប្ដូរចិត្តរបស់គាត់ទេត្រឡប់ទៅរកភាពគ្មានទុកបីដូចក្មេងវិញចូលយើងរងចាំមើលមានរឿងអ្វីអ្នកមើលទៅស្លេកស្លាំងតើអ្នកឈឺទេហ៊ីសាស៊ីបានលាលែងពីតំណែងយកចិត្តទុកដាក់ចំពោះប្រពន្ធរបស់ Dianga ក្រោយពីបានឮដំណឹងលាលែងពីតំណែងរបស់ Xiao Beng ភ្ញាក់ផ្អើលខ្លាំងណាស់ពេល Dianga ប្រាប់គាត់ថាវាបានកើតឡើងភ្លាមវាជាការភ្ញាក់ផ្អើលមួយនៅពេលដែលខ្ញុំមិនអាចបញ្ចុះបញ្ចូលបានប្រពន្ធរបស់ Dianga ស្រាប់តែធ្វើឲ្យក្មេងខឹងហេពីមុនវាមើលទៅហាក់ដូចជាស្មោះត្រង់នេះជាចោបភ្នែកសិអរគុណច្រើនខ្ញុំបានខិតខំវឹកហាត់គាត់ខ្លាំងណាស់ពីមុន Din Gu នៅតែយល់ពី Su Bingfei កាន់តែច្បាស់ហើយគាត់ថាប្រពន្ធអ្នកមិនអាចនិយាយបែបនោះទេ Xiao Beng ក៏មានការលំបាករបស់គាត់ដែរគាត់បានទៅហើយខ្ញុំនៅតែមានសេហោខ្ញុំគិតថាគឺក្មេងដែលយើងធំឡើងមើលមកដល់ដោយភាពជឿជាក់ចាប់តាំងពី Xiao Beng ចាក់ចេញការងាររបស់ Teng Xiang មិនមែនជាការងារងាយស្រួលនោះទេ Din Gu បានលើដូច្នោះ Teng Xiang បានដេកលក់ទៅខណៈពេលកំពុងឈរដោយអស់កម្លាំងជាទូទៅមនុស្សគ្រប់គ្នារវល់កែងជើងអាចប៉ះនឹងផ្នែកខាងក្រោយក្បាលមនុស្សទូទៅតឹងតែងណាស់បូករួមទាំងការចាក់ចេញរបស់ Xiao Beng ភាពមើលមិនឃើញនាំមកនូវបញ្ហាបន្ថែមដល់សាធារណជនទូទៅចុះកូនស្រីយើងវិញគាត់មានការងារគ្រប់គ្រាន់ពីមុនមកកខ្វក់នឹងហត់នឿយហើយបានចំណាយពេលពេញមួយយប់ដើម្បីបោះបាអើយប៉ាត្រូវតែគិតអ្វីមួយហើយតើអាចធ្វើអ្វីបានដើម្បីស្វែងយល់ថាមួយណាមិនរវល់នៅបរទេសចំពោះតារាកុមារទាំងមូលវិញតើអ្នកណាមិនរវល់ខ្ញុំជាប្រធានមន្ទីរពេទ្យអ្វីដែលខ្ញុំកំពុងគិតនៅពេលនេះមិនមែនជាអ្វីដែរធ្វើអ្វីដែលពិសេសសម្រាប់កូនស្រីខ្ញុំ Din Gu នៅតែជាមនុស្សដែលមានសុចរិតភាពជ្រាលជ្រៅព្រឹទ្ធបរិះបែបនេះនៅតែសមនឹងទទួលបានការសរសើរពីគាត់នៅថ្ងៃបន្ទាប់Teng Xiangទើបតែដើរចូលទៅក្នុងទ្វារការិយាល័យគាត់ត្រូវបានហៅដោយនាយកសុននៅពេលនេះជាវជីរិនកំពុងឈរក្បែរនាយកសុនមិនគួរឲ្យភ្ញាក់ផ្អើលទេវាគួរតែនិយាយអំពីការរៀបចំជាវជីរិនមានរឿងមួយចង់ប្រាប់អ្នកហើមចាប់ពីពេលនេះទៅអ្នកនឹងជំនួស Xiao Beng ធ្វើជាគ្រូជំនួសរបស់ Jiao Jiren នាយកសុនបាននិយាយទៅកាន់ពួកគេទាំងពីរអ្នកថាអ្នកទាំងអស់គ្នាប្រកាសជាស្គាល់វីយូហើយបន្ទាប់មកអ្នកនឹងក្លាយជាទំនាក់ទំនងអប់រំជំនួសជាផ្លូវការតើមានបញ្ហាទេនៅពេលនេះTeng Xiangបានសម្លឹងមើលទៅជីវជីរិនហើយនិយាយថាមានបញ្ហាតើមានបញ្ហាអ្វីខ្ញុំគិតថា Zende មិនអីទេប៉ុន្តែប្រសិនបើអ្នកចង់ក្លាយជាសិស្សរបស់ខ្ញុំជាផ្លូវការវាអាស្រ័យលើទេពកោសល្យនិងការខិតខំប្រឹងប្រែងរបស់គាត់ចំពោះសមត្ថភាពបច្ចុប្បន្នរបស់ Jiao Jiren និងការសម្ដែងរបស់គាត់Teng Xiangនៅតែមានអារម្មណ៍ថាតម្រូវការរបស់គាត់មិនអាចបំពេញបានគាត់ចង់មានការកក់ទុកតើវាមិនអីទេខ្ញុំនឹងបញ្ជាក់វាដល់អ្នកខ្ញុំពិតជាមិនមែនជាមនុស្សពូកែទេប៉ុន្តែខ្ញុំបានព្យាយាមខ្ញុំនឹងបញ្ចុះបញ្ចូលអ្នកយកខ្ញុំជាសិស្សនៅពេលនេះនាយកសុនបានឃើញថាពួកគេពោពេញដោយធម៌ពលខ្ញុំយល់ស្របមានសំណើមួយមានមហិច្ឆតាក្នុងនាមជាអ្នកលោកសង្ឃឹមថានាពេលអនាគតតើទំនាក់ទំនងបង្រៀនរវាងពួកគេអាចក្លាយជាការពិតបានទេខ្ញុំសង្ឃឹមថាពួកគេអាចដាក់របស់បុរាណនិងទំនើបនេះបានធ្វើការបន្ទាប់ពីនិយាយរួចលោកនាយកសុនក៏ចាក់ចេញទៅបានផ្លាស់ប្ដូររូបរាងតោះបើកបន្ទប់មួយត្រឹមត្រូវហើយខ្ញុំអាចបញ្ជាក់ពីតម្លៃរបស់ខ្ញុំឥឡូវនេះខ្ញុំនឹងឃើញមនុស្សពីរនាក់នេះនឹងឆ្លោះគ្នាបន្ទាប់នៅថ្ងៃខាងមុខJiao Jiren ធ្វើបានល្អគូ Jiren ក៏បានឃើញរឿងនេះដែរលោកក៏បានសរសើរការសម្ដែងដ៏លេចធ្លោរបស់ Jiao ផងដែរគ្រាន់តែសរសើរពាក្យពីរបីម៉ាត់គាត់ពិតជាបានសួរ Jiao Jiren ថាតើនាងពោពេញដោយធម៌ពលអត់នៅចំពោះមុខលោកគ្រូតេងមែនទេគ្រូសា Jiao មិនចូលចិត្តស្ដាប់រឿងនេះទេតើអ្នកនិយាយយ៉ាងដូចម្ដេចតើអ្នកនឹងជេរទេសង្ឃឹមថាអ្នកមិនជួបគ្នាពីរដងនៅកន្លែងតែមួយទេគ្រូសា Jiao បានបន្ថែមប្រយោគមួយក្នុងពេលតែមួយក្រុមគ្រូសា Jiao មិនអាចយល់ពីអ្វីដែលគាត់កំពុងព្យាយាមនិយាយនោះទេនៅពេលនេះគ្រូសា Jiao បានផ្ដោតលើគ្រូសានោះហើយនិយាយថាលោកគ្រូឆេបានគាំទ្រអ្នកពីមុនលើកនេះអ្នកនៅម្នាក់ឯងហើយហេខ្ញុំបាននិយាយថាអ្នកបានពេលទំនេរពីណាវាមិនមែនជារឿងរបស់ខ្ញុំទេខ្ញុំមិនមានពេលខ្វល់ពីរឿងរបស់អ្នកទេក្នុងនាមជាមិត្តរួមការងារម្នាក់ខ្ញុំគ្រាន់តែរំលឹកអ្នកថាក្រុមគ្រួសារគេរំលឹកឲ្យបង់ប្រាក់ដល់សមាជិកគ្រួសារបន្ទាប់ពីលោកវិជ្ជបណ្ឌិតខូចចាក់ចេញផ្លូវបន្ទាប់អាស្រ័យលើខ្លួនឯងមួយជំហានម្ដងនៅពេលនេះស្ថានភាពរបស់ Xiao Rui កាន់តែធ្ងន់ធ្ងរឡើងនៅក្នុងមន្ទីរពេទ្យTeng Xiangបានសន្លប់បាត់ស្មារតីទៅហើយនៅពេលដែលគាត់មានអារម្មណ៍បែបមិនថាTeng Xiangហៅវាយ៉ាងណានោះទេក៏គ្មានការឆ្លើយតបអ្វីដែរនៅពេលនេះលោក Teng Xiangបានធ្វើការត្រួតពិនិត្យសាមញ្ញមួយបន្ទាប់មកគាត់បាននិយាយទៅកាន់គិលានុបដ្ឋាយិកាបង្ហូរភ្លាមដើម្បីកាត់បន្ថយសម្ពាធជូនដំណឹងនៅខាងក្រៅទីក្រុងដើម្បីរៀបចំសម្រាប់ការវះកាត់បងស្រីនៅពេលនេះTeng Xiangមានអារម្មណ៍ថាវាងហាងបានវិនិច្ឆ័យត្រឹមត្រូវពីមុនមកក្រហមមានឈាមក៏ស្រួយស្រាវនៅ epidural ការវះកាត់ជាបន្ទាន់ត្រូវបានទាមទារផ្នែកម្ខាងទៀតគ្រូសា Ge និងគ្រូសា Jiao នៅតែជែកគ្នានៅពេលនេះគ្រូសា Ge បានទទួលការហៅទូរស័ព្ទពី Deng Xiang សួស្ដីលោកអូខ្ញុំនៅទីនេះខ្ញុំនៅជាមួយគាត់អូខេខ្ញុំយល់ហើយខ្ញុំនឹងទៅដល់ទីនោះភ្លាមមានរឿងអ្វីដំបូងឡើយខ្ញុំបានមើលការវះកាត់ឬខ្ញុំបានធ្វើវាអ្នកមិនទៅទេល្អជាងខ្ញុំមិនបានឃើញបញ្ហានៅពេលនោះទេឥឡូវនេះសូមយកចិត្តទុកដាក់នៅពេលដែលទាត្រូវបានដាក់នៅលើធ្នើលោកវិជ្ជបណ្ឌិតបានបដិសេធសំណើរបស់លោកវិជ្ជបណ្ឌិតឆែដោយគ្មានមេត្តាដោយសារតែលោកវិជ្ជបណ្ឌិតឆែមិនអាចរកឃើញស្ថានភាពរបស់ Xiao Rui បានទេមូលហេតុលោកវិជ្ជបណ្ឌិតឆែខ្លាចពេកមិនហ៊ានវះកាត់ឲ្យគាត់ក្នុងករណីមានបញ្ហាក្នុងពេលវះកាត់គាត់ខ្លាចគ្រូពេទ្យមិនអាចព្យាបាលវាបានហើយលោកវិជ្ជបណ្ឌិតឆែក៏បាននិយាយផងដែរថាខ្ញុំធ្វើសេវាពិតជាមិនមានបញ្ហាអ្វីទេលោកវិជ្ជបណ្ឌិតឆែបានប្រាប់គាត់ថានេះជាករណីឥឡូវនេះតើវាដំណើរការតាំងពីដំបូងទេហើយបន្ទាប់មកនាងបានចាក់ចេញពេលនោះវាល្អហើយតើអ្វីអាចខុសជាមួយខ្ញុំ
នៅក្នុងបន្ទប់វះកាត់គិលានុបដ្ឋាយិកាមានភាពញញឹកនិងមានសណ្ដាប់ធ្នាប់ល្អការរៀបចំសម្រាប់ការវះកាត់លោកវិជ្ជបណ្ឌិតឆេនក៏កំពុងធ្វើការសម្អាតមុនពេលវះកាត់ផងដែរនៅពេលនេះសៀវរួយត្រូវបានបញ្ជូនទៅបន្ទប់វះកាត់បន្ទាប់គឺកំពុងរងចាំការវះកាត់រលាកក្បាលរបស់គាត់ដោយខ្មោចឆៅយើងនៅទីនេះដើម្បីអធិស្ឋានសម្រាប់ជាវរួយខ្ញុំសង្ឃឹមថាគាត់អាចឆ្លងកាត់ពេលវេលាដ៏លំបាកនេះដោយសុវត្ថិភាពបន្ទប់សង្កេតការណ៍នៅម្ខាងទៀតមានមនុស្សច្រើនរួចទៅហើយនៅពេលនេះនៅពេលដែលវាងហាំងនិងហ្វាំងម៉ាន់ទើបតែមកសង្កេតមើលពួកគេបានរកឃើញកៅអីខាងក្រោយមួយហើយអង្គុយចុះនៅពេលនេះលោកវិជ្ជបណ្ឌិតឆេនបានលើកកាំបិតរបស់គាត់ឡើងហើយខ្ញុំបានឃើញក្បាលរបស់ជាវរួយហូឈីមយឺតគាត់មិនខ្វល់ទេពេចមានអ្វីនៅក្នុងនេះគ្រាន់តែពេលដែលលោកវិជ្ជបណ្ឌិតឆេនប្រុងប្រយ័ត្នពេលដែលអ្នកបើកក្បាលរបស់ជាវរួយភ្លាមនោះឈាមបានហូរចេញពីលដុតខួរក្បាលដោយផ្ទាល់ទៅទ្រូងរបស់លោកវិជ្ជបណ្ឌិតឆេនបរិយាកាសស្រាប់តែតានតឹងឡើងឥឡូវនេះ40បេះដូងបានលើសពី200ទិន្នន័យអូឌីយ៉ូ7ពីខាងលើនៅពេលនេះតេងសៀងមើលទៅហាក់ដូចជាភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្លឹងមើលពីចំហៀងដោយស្ងៀមស្ងាត់រាល់ចលនារបស់លោកវិជ្ជបណ្ឌិតឆេនคล้ายហ្វាំងម៉ាន់មិនអាចជួយអ្វីបានក្រៅពីនិយាយទៅកាន់វាងហាំងវាបានប្រែក្លាយទៅជាហេមេថូម៉ាតើអ្នកកំពុងហូរឈាមមែនទេតើខ្ញុំគួរធ្វើអ្វីមានរឿងអ្វីកើតឡើងកម្លាំងនៅពេលនេះមនុស្សគ្រប់គ្នានៅក្នុងបន្ទប់វះកាត់មានអារម្មណ៍ភ័យទោះជាយ៉ាងណាក៏ដោយក្រុមគ្រួសារជីអូមិនបានរកឃើញបរិយាកាសរបស់ចាងគាត់បានមើលជុំវិញខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេប៉ុន្តែសួរថាមានរឿងអ្វីកើតឡើងនេះជាអ្វីដែលបរិះក្រុងឆ្អឹងបាននិយាយអំពីការលេចចេញនៅដុំសាច់សាហាវស្រួចស្រាវគឺព្រះពុទ្ធហើយការហូរឈាមអន្តរស្រទាប់ឌូរ៉ាល់កំពុងសង្កត់លើខួរក្បាលជាធម្មតានេះជាករណីឈាមគួរតែត្រូវបានកកស្ដាំនៅពេលនេះវាងហាងបានឃើញអ្វីមួយខុសប្រក្រតីនៅក្នុងបន្ទប់សង្កេតការណ៍គាត់មានអារម្មណ៍ថាហូរឈាមច្រើនពេកបន្តិចវាងហេងបាននិយាយដូច្នេះវាងម៉ាន់ហាក់ដូចជាមានអារម្មណ៍វាដែរហូរឈាមច្រើនណាស់ភាគច្រើនទំនងជាសរសៃឈាមធំមួយនៅក្នុងខួរក្បាលបានបែកធ្លាយនៅពេលនេះលោកវិជ្ជបណ្ឌិតឆេនបានពឹងផ្អែកលើបទពិសោធន៍របស់គាត់នៅក្នុងជួរដែលបានកំណត់កំពុងពង្រេកខ្លួនម្ដងទៀតវាធ្វើឲ្យគ្រួសារមានអារម្មណ៍មិនគួរឲ្យជឿហេតុអ្វីបានជាកាត់ច្រើនម្លេះវាហួសពីព្រំដែនហើយស្ត្រីការបាក់ឆ្អឹងគួរតែនៅទីនេះវាងម៉ាន់មានអារម្មណ៍ងឿងឆ្ងល់បន្តិចនៅពេលនេះចំណុចហូរឈាមបែបនេះវាគួរតែអាចរកបានក្នុងអំឡុងពេលពិនិត្យខេសប៉ុន្តែហេតុអ្វីបានជាវាមិនអាចពិនិត្យបានតាំងពីដំបូងមុខរបួសស្ថិតនៅចំកណ្ដាលផ្នែកខាងលើនៃក្បាលផ្នែកខាងលើនៃក្បាលស្ថិតនៅចំកណ្ដាលដែលខុសពីផ្នែកផ្សេងទៀតវាពិបាកក្នុងការថតសេះតើអ្នកមានបញ្ហាតូចមួយនៅចំកណ្ដាលក្បាលមែនទេនោះហើយជាមូលហេតុដែលអ្នកដឹកនាំរឿងឆេនចិត្តណាកាត់ច្រើនយ៉ាងនេះឥឡូវនេះគោលបំណងរបស់គាត់គឺដើម្បីជៀសវាងទីតាំងនៃទ្វារនេះបន្ទាប់ពីការពន្យល់ខ្លះដោយលោកដេងសៀងទីបំផុតគ្រូសាជីអូបានយល់ហើយលោកវិជ្ជបណ្ឌិតឆេនបានបំពេញការងារលើពីគោលបំណងនៃប្រតិបត្តិការនៅពេលនេះវាងហេងមានអារម្មណ៍ថាមានឈាមច្រើនណាស់នៅចំកណ្ដាលក្បាលខ្ញុំគិតថាវាជាសរសៃឈាមវ៉ែនដែលបែកសរសៃវ៉ែនដែលដាច់តើវាមិនមានគ្រោះថ្នាក់ទេមែនហើយបើអ្នកបោកក្បាលចេញបែបនេះខ្ញុំគ្រាន់តែចង់បើកស្លាកស្នាមដែលរលាកឡើងវិញការហូរឈាមនឹងកាន់តែធំហើយមនុស្សគ្រប់គ្នានៅក្នុងបន្ទប់មើលកំពុងទប់ដង្ហើមសម្លឹងមើលអេក្រង់បង្ហាញដោយយកចិត្តទុកដាក់កំពុងមើលនៅក្នុងបន្ទប់វះកាត់លោកវិជ្ជបណ្ឌិតឆេនកំពុងធ្វើការវះកាត់យ៉ាងយកចិត្តទុកដាក់នៅពេលវេលាដ៏សំខាន់ប្រព័ន្ធត្រួតពិនិត្យស្រាប់តែបន្លឺសំឡេងរត់ការហូរឈាមលឿនទៅជើងខាងស្ដាំកូនប្រុសអវិជ្ជមានឈប់សម្ពាធអ្វីអន្ទានរបស់ឆេនឆាន់គឺល្អនៅពេលនេះសូមប្រើសរសៃឈាមពីកន្លែងផ្សេងទៀតវាយឺតពេកហើយយកចិត្តទុកដាក់ភ្លាមនោះខ្ញុំបានប្រកល់វាទៅឲ្យក្រុមគ្រួសាររបស់ខ្ញុំហើយសួរលោកវិជ្ជបណ្ឌិតឆេនក៏ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៅពេលនេះគាត់បានមើលទិន្នន័យនៅលើប្រព័ន្ធត្រួតពិនិត្យធ្លាក់ចុះតេងសៀងក៏គិតយ៉ាងខ្លាំងមនុស្សគ្រប់គ្នានៅក្នុងបន្ទប់វះកាត់កំពុងព្យាយាមរកវិធីមិនអាចមើលបានទេជីវិតមួយនេះរលាយបាត់ទៅហើយគ្រាន់តែពេលដែលមនុស្សគ្រប់គ្នាអស់សង្ឃឹមតេងសៀងស្រាប់តែនិយាយឡើងការប្រើប្រាស់យេរ៉ារបស់កុមារផ្ទាល់ជាសរសៃឈាមនៅពេលវេលាដ៏សំខាន់មួយពាក្យរបស់ដេងសៀងបានជួយសង្គ្រោះជីវិតរបស់ជាវរួយប្រយោគមួយបានបំភ្លឺលោកវិជ្ជបណ្ឌិតឆេននៅពេលនេះវាងស៊ីងនៅក្នុងបន្ទប់សង្កេតការណ៍លោកក៏មានការភ្ញាក់ផ្អើលចំពោះពាក្យសម្ដីរបស់លោកតេងជាងផងដែរគាត់មិនអាចជួយអ្វីបានក្រៅពីនិយាយថាវាពិតជាសំណឹងទទួលបានឋានៈជាដេងដាសិនគាត់បានដោះផ្នែកមួយនៃ Jerameter ចេញប្រើសម្រាប់បង្កើតសរសៃឈាមដើម្បីជួសជុលសរសៃឈាមវ៉ែនដែលដាច់អ្នកនៅតែអាចធ្វើដូចនេះបាននោះជាអ្វីដែលល្អបំផុតដែលយើងអាចធ្វើបានឥឡូវនេះប៉ុន្តែវាត្រូវតែលឿនណាស់នៅក្នុងបន្ទប់វះកាត់លោកវិជ្ជបណ្ឌិតចាន់បានយកបំណែកមួយនៃ Jerameter ចេញយ៉ាងលឿនវាត្រូវបានដាក់ដោយប្រុងប្រយ័ត្ននៅក្នុងថាសនៅពេលនេះគិលានុបដ្ឋាយិកាបានប្រកល់ថាសទៅឲ្យជីវជីរិនបានយកថាសហើយចាប់ផ្ដើមស្ទាក់ស្ទើរនិងតេងសៀងខ្ញុំបានមើលប្រតិកម្មរបស់ជីវជីរិនគូជីរិនបាននិយាយទៅកាន់ស្រីស្អាតដែលកំពុងផ្ដោតអារម្មណ៍នៅពេលនេះថាតើអ្នកស្គាល់ទេខ្ញុំពេញចិត្តនឹងរឿងនោះចាប់ផ្ដើមជួសជុល Jero ឥឡូវនេះលោកវិជ្ជបណ្ឌិតឆេនបានចាប់ផ្ដើមដកយកចេញហើយកន្លែងដែល Jerameter ត្រូវបានជួសជុលអ្នករាល់គ្នានៅក្នុងបន្ទប់សង្កេតនៅពេលនេះកំពុងមើលដោយក្តីរំភើបរាល់ចលនានៅក្នុងបន្ទប់វះកាត់ក្រុមគ្រួសាររបស់ជីវកំពុងរវល់ផលិតសរសៃឈាមមិនទាន់ជាសះស្បើយប្រញាប់ឡើងឥឡូវនេះតេងសៀងខ្ញុំមានអារម្មណ៍ថាល្បឿនរបស់គ្រួសារជីអូមិនអាចតាមទាន់បានទេដូច្នេះតេងសៀងបានស្នើសុំឲ្យក្រុមគ្រួសារជីវឈរមួយឡែកគាត់ធ្វើវាដោយខ្លួនឯងគ្រួសារជីអូមានអារម្មណ៍ថាត្រូវគេតែកំភ្លៀងម្ដងទៀតដោយសារតែចិត្តដ៏រឹងមាំរបស់គ្រួសារជីអូនាយកស៊ុនក៏កំពុងព្រួយបារម្ភអំពីគាត់នៅពេលនេះដែរទំនាក់ទំនងរវាងគាត់និងតេងសៀងវាមិនមែនថាខ្ញុំមិនយល់ស្របនឹងពួកគេទេខ្ញុំគ្រាន់តែគិតថាពួកគេកំពុងសុំច្រើនពេកពីមនុស្សម្នាក់មហិច្ឆតាមួយធំពេកហើយនៅទីបំផុតជីអូពិតជាបានបាត់ខ្លួនមែនហើយគ្រូម្ដងទៀតសៀវជីវអ្នកកាន់តែតានតឹងមនុស្សដែលអាចរីកចម្រើនលឿនជាងមុនបន្ទាប់មកឌៀនហ្គាបានប្រាប់នាយកសិនមនុស្សដូចជាគ្រូសាជីវអ្នកត្រូវការវិធីសាស្ត្រសម្ពាធខ្ពស់ដូចជាដេងសៀងដើម្បីបញ្ចេញសក្តានុពលរបស់គ្រូសាជីវនៅពេលនេះការវះកាត់នៅក្នុងបន្ទប់វះកាត់ត្រូវបានបញ្ចប់ការដេកចុងក្រោយត្រូវបានប្រកល់ទៅឲ្យគ្រូសាហ្គាបណ្ឌិតអេសឆេនបានសួរដេងសៀងនៅពេលនេះការវះកាត់ហាក់ដូចជាមិនប្រើប្រាស់មនុស្សច្រើនទេតើប្រតិបត្តិការរបស់អ្នកជាអ្វីតើខ្ញុំអាចមើលឃើញបញ្ហាដោយធ្វើបែបនេះដោយរបៀបណាតើអ្នកឃើញវាទេវាច្បាស់ណាស់ក្តីបារម្ភរបស់នាយកសិនក៏អាចធ្វើទៅបានដែរគាត់ព្រួយបារម្ភថាគាត់មិនបានរងចាំបង្រៀនគ្រួសាររបស់គាត់ឲ្យគាត់ត្រូវបានដេងសៀងកំចាត់កុំមើលងាយឆេវខ្ញុំហ៊ានយកវាទៅជាមួយអ្នក
ភ្នាល់ហើយហេដោយការរំពឹងទុករបស់អ្នកដឹកនាំរឿងសុនរវាងពួកគេទាំងពីរអ្នកនេះតើអ្នកណាជាអ្នកឈ្នះក្នុងការភ្នាល់នេះចូលយើងរងចាំមើលនៅពេលនេះស្នាមដេរនៅក្នុងបន្ទប់វះកាត់ចប់ហើយការវះកាត់ទាំងមូលបានបញ្ចប់យ៉ាងល្អឥតខ្ចោះនៅពេលនេះតេងសៀងបាននិយាយទៅកាន់គ្រូសាគូថាគ្រូសាហ៊ូមិនអាក្រក់ទេខ្ញុំមិនបាននិយាយវាទេនាយកឆេនសរសើរអ្នកនេះជាស្តង់ដាររបស់សិស្សតេងសៀងរបស់ខ្ញុំសម្ដីរបស់តេងជាងជាក់ស្ដែងវាគឺសម្រាប់គ្រូសាជាវត្រូវបានវាប្រហារម្ដងទៀតគាត់សម្លឹងមើលទឹកមុខក្រអឹតក្រទុំរបស់គ្រូសាជាខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនខ្លាំងណាស់តើអ្នកកំពុងមើលអ្វីមើលចំណុចខ្វះខាតរបស់ខ្លួនឯងរកវិធីដើម្បីយកឈ្នះខ្ញុំតើគ្រូសាជីវអាចទ្រាំទ្រនឹងបញ្ហានេះបានយ៉ាងដូចម្តេចជាសំណាងល្អលោកវិជ្ជបណ្ឌិតលូនៅខាងរឿងនេះបានធ្វើឲ្យគ្រូសាជីវមានការលួងលោមចិត្តបន្តិចអិនត្រីតូចគុំស្ដាប់ពួកគេនោះល្អណាស់បន្តព្យាយាមទោះបីជាក្រុមគ្រូសាជីវមិនជឿជាក់នៅពេលនេះក៏ដោយប៉ុន្តែគាត់ក៏ហើយខ្ញុំបានទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្ញុំដោយហេតុផលនេះគាត់មានអារម្មណ៍ថាតេងសៀងបានប្រគល់មុខឲ្យគាត់គឺជាអ្នកដែលបានរកឃើញតេងសៀងកុំបារម្ភពីការហៅគ្រូវាមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកខ្មាស់អៀននៅថ្ងៃនេះទេសូមអភ័យទោសខ្ញុំក៏បានប្រាប់លោកចៅហ្វាយសាន់ដែរខ្ញុំគ្រាន់តែមានចិត្តល្អចំពោះអ្នកឥឡូវនេះដូច្នេះគាត់ការផ្លាស់ប្ដូររបស់ខ្ញុំនឹងតាមទាន់ទុកឲ្យពាក្យសម្ដីរបស់អ្នកប្រឆាំងនឹងខ្ញុំរលួយនៅក្បែរអ្នកយកចិត្តទុកដាក់គ្រូសាជីវបានសម្រេចចិត្តម្ដងទៀតនៅចំពោះមុខតេងសៀងខ្ញុំនឹងមិនឲ្យអ្នកណាមើលងាយខ្ញុំឡើយគាត់បានរៀបចំផែនការបណ្ដុះបណ្ដាលរួចហើយតេងសៀងបានស្ដាប់បន្ទាប់ពីនិយាយប្រយោគមួយរួចវាអាស្រ័យលើការសម្ដែងរបស់អ្នកហើយគាត់បានចាក់ចេញនៅក្នុងថ្ងៃខាងមុខគ្រូសាជីវពិតជាលំបាកណាស់ហើយគាត់អនុវត្តការដេរជាមួយពោះវៀនជ្រូកហ្វាំងម៉ានបានត្រឡប់មកពីធ្វើការវិញហើយបានធំក្លិនចម្លែកមួយនៅក្នុងខ្ញុំមិនអាចជួយអ្វីបានក្រៅពីនិយាយថាអ្នកមានក្លិនដូចកណ្ដុរងប់តើអ្នកកំពុងធ្វើអ្វីនៅទីនេះនេះគ្រាន់តែជាពេលវេលាសម្រាប់ហ្វេងមែនត្រឡប់មកវិញជីវជីរិនបានរើសថាសូមឲ្យហ្វេងមែនផ្ដល់ការវិតម្លៃដល់គាត់សូមមើលថាតើធ្នេមួយណាល្អបំផុតហ្វាងម៉ានខ្ទប់ច្រមុះរបស់គាត់ហើយងាកមកវិញគាត់មិនអាចទ្រាំនឹងក្លិនបានទេនៅពេលនេះជីវជីរិនបានចាប់ហ្វាងម៉ានទាញហ្វេងមែនត្រឡប់មកវិញក្នុងភាពអស់សង្ឃឹមហ្វាងម៉ានអាចខំប្រកកំភ្លើងបានតែខ្ញុំបានមើលស្នាដៃដ៏អស្ចារ្យរបស់ជីវជីរិនបន្ទាប់មកប្រាប់ជីវជីរិនស្នាមចុងក្រោយគឺល្អបំផុតបន្ទាប់មកជីវជីរិនបានលើកគាត់ដេរពោះវៀនធំដ៏ល្អបំផុតខ្ញុំក៏មានអារម្មណ៍ថាវាល្អជាងពីមុនច្រើនដែរវាហាក់ដូចជាវឌ្ឍនភាពរបស់ខ្ញុំនៅតែមានល្បឿនលឿននៅឡើយបន្តអសាទរហ្វាំងម៉ានបាននិយាយនៅពេលនេះថាគាត់នឹងប្រកល់គ្រួសាររបស់គាត់អ្នកកំពុងធ្វើការខ្លាំងពេកមិនអាចអនុវត្តការដេរបានទេមែនទេបើខ្ញុំមិនប្រយុទ្ធទេខ្ញុំត្រូវទិញសម្បត្តិស្ថានីយ៍ហើយត្រឡប់ទៅយូណានវិញខ្ញុំមិនអាចទុកឲ្យឆ្កែព្រោះបានទេហើយមេនិងកូនជាងនៅលើគ្រោងឆ្អឹងបានបង្ហាញខ្ញុំមិនសមរម្យជាងនេះទៅទៀតក្មេងស្រីឲ្យដកហូតសិទ្ធិវះកាត់ពីខ្ញុំទៅហ្វាំងម៉ានមិនអាចយកពីគ្រួសារជីវបានទេទោះបីជាយ៉ាងនេះក្តីអ្នកមិនអាចអនុវត្តនៅស្ថានចិញ្ចឹមជ្រូកបានទេវាជាសម្លេងក្រហមដែលមើលឃើញនឹងមានក្លិនខ្លាំងអរគុណសម្រាប់ការគិតបែបនោះពោះវៀនជ្រូកល្អមានវិញ្ញាណភាពចិត្តគ្នាងាយស្រួលទិញនិងអាចបរិភោគបានស្នាមដេរ8តួអក្សរមាននៅលើចង្ក្រានរួចហើយចាប់ផ្ដើមថ្ងៃនេះមានអាហារ3ពេលក្នុងមួយថ្ងៃរួមទាំងអាហារពេលល្ងាចផងដែរនៅពេលនេះហ្វាំងម៉ានបានមកនិយាយថាគាត់ចង់ស៊ីអ្នកមនុស្សញ៉ាំវាខ្ញុំមិនញ៉ាំវាទេនិយាយរួចក៏ដើរត្រឡប់ទៅបន្ទប់វិញនៅថ្ងៃបន្ទាប់ឈើបេងស្បានមកដល់តារាកុមារមុនម៉ោងគាត់បានមកដល់កន្លែងរបស់គាត់ហើយមើលដោយស្ងៀមស្ងាត់យ៉ាងណាមិញគាត់បានកាន់តំណែងនេះអស់រយៈពេល15ឆ្នាំហើយនឹងជិះមិនរួចនឹងមានភាពស្ទាក់ស្ទើរបន្តិចគ្រាន់តែនៅពេលនេះតេងសៀងនិងក្រុមគ្រួសាររបស់គាត់កំពុងដើរឆ្ពោះទៅការិយាល័យខ្ញុំមិនចង់ទទួលយកអ្នកជាសិស្សកាន់តែច្រើនឡើងទេយោពមអនុញ្ញាតឲ្យអ្នកចូលទៅក្នុងឡានដោយផ្ទាល់ពេលពួកគេមកដល់មាត់ទ្វារការិយាល័យខ្ញុំបានឃើញលោកវិជ្ជបណ្ឌិតខុសខ្ញុំមានការភ្ញាក់ផ្អើលនៅពេលនេះបង្រៀនក្រុមគ្រួសាររបស់អ្នកឲ្យប្រញាប់ប្រញាល់ហើយជម្រាបសួរលោកវិជ្ជបណ្ឌិតខុសលោកគ្រូឆែននៅផ្ទះតើអ្នកពិតជាត្រូវទៅមែនទេខ្ញុំបានសម្រេចចិត្តហើយក្រុមគ្រួសារជីវបានអ្វីដែលលោកវិជ្ជបណ្ឌិតខុសបាននិយាយគាត់មិនអាចនិយាយអ្វីបានទេបន្ទាប់មកលោកវិជ្ជបណ្ឌិតខុសបានផ្ដោតលើក្រុមគ្រួសារហើយបាននិយាយថាចាំថាខ្ញុំបានប្រាប់អ្នកយើងមិនមែនជាគ្រូពេទ្យដែលមានទេពកោសល្យទេដូច្នេះចូលធ្វើឲ្យបានលើសពីនេះទៅទៀតដើម្បីជៀសវាងកំហុសក្រុមគ្រួសារជីវបាននិយាយនៅពេលនេះថាពាក្យនេះមិនអាចបំភ្លេចបានពេញមួយជីវិតលោកវិជ្ជបណ្ឌិតខុសលើកទឹកចិត្តក្រុមគ្រួសាររបស់គាត់ឲ្យរីករាយនៅពេលនេះលោកវិជ្ជបណ្ឌិតខុសបានងាកមកមើលដេងសៀងភ្លាមនោះមុខរបស់គាត់ក៏ស្រពោនពួកគេសម្លឹងមុខគ្នាទៅវិញទៅមកហើយមិនបាននិយាយអ្វីទាំងអស់ពេលលោកវិជ្ជបណ្ឌិតខុសចាក់ចេញសៀងបានដើរតាមពេលលោកវិជ្ជបណ្ឌិតខុសដើរទៅដល់ឡានរបស់គាត់លោកដេងសៀងបាននិយាយថាទេនៅពេលនេះឡានស្អាតទើបតែទិញថ្មីខ្ញុំពិតជាមិនអាចគិតអ្វីដើម្បីប្រាប់អ្នកបានទេឥឡូវនេះអ្នកគឺជាកាំបិតបន្ថែមដំបូងការធានាលោកវិជ្ជបណ្ឌិតឈោហៀបនឹងចាក់ចេញពេលដែលដេងសៀងបានបញ្ឈប់គាត់នៅពេលនេះលោកដេងសៀងបានសួរលោកវិជ្ជបណ្ឌិតថាអ្នកកំពុងទៅណាឥឡូវនេះខ្ញុំត្រូវរាយការណ៍អំពីបាយការនៅសប្តាហ៍ក្រោយសម្រាប់ចិត្តលឿនម្លេះពេលណាទើបដឹងនៅពេលនេះលោកវិជ្ជបណ្ឌិតខេស្ទាក់ស្ទើរមួយសន្ទុះបន្ទាប់មកគាត់បាននិយាយទៅកាន់ដេងសៀងតើមានចំណុចណាមួយដែលត្រូវនិយាយបែបនេះឥឡូវនេះទេអ្វីដែលលោកវិជ្ជបណ្ឌិតខុសបានសម្រេចចិត្តគឺក្រៅពីនេះវាពិតជាមិនសមហេតុផលទេហើយដេងសៀងនៅតែមិនអាចជួយអ្វីបានក្រៅពីនិយាយថាអ្នកបានរងចាំកន្លែងនេះយូរមកហើយវានឹងក្លាយជារបស់អ្នកក្នុងរយៈពេល2-3ថ្ងៃទេលោកវិជ្ជបណ្ឌិតខេស្ទាក់ស្ទើររំដងទៀតបន្ទាប់ពីមួយរយៈបាននិយាយទៅកាន់លោកដេងសៀងខ្ញុំធ្លាប់ជាគ្រូពេទ្យល្អម្នាក់នៅទីក្រុងឆុងឈីងអស់រយៈពេល15ឆ្នាំហើយខ្ញុំធ្វើបានគ្រប់គ្រាន់ហើយខ្ញុំគ្រាន់តែចង់ក្លាយជាស្វាមីល្អឥឡូវនេះឪពុកល្អម្នាក់
យើងគ្មានមូលដ្ឋានណាមួយដើម្បីទទួលយកកុមារនោះទេឥឡូវនេះតើយើងពន្យល់រឿងនេះដល់ឪពុកម្ដាយរបស់យើងដោយរបៀបណាយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងវងហេងនិងលោកវិជ្ជបណ្ឌិតឆៃស្ថានភាពរបស់កុមារមានភាពចម្រូងចម្រាសឪពុកម្ដាយមានការព្រួយបារម្ភពួកគេបានលើគ្រូពេទ្យពីរអ្នកឆ្លោះប្រកែកគ្នាម្នាក់និយាយថាកូនមិនអីទេម្នាក់បាននិយាយថាកុមារត្រូវសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដើម្បីឪពុកម្ដាយកំពុងប្រញាប់ប្រញាល់សួរពួកគេថាពួកគេស្ដាប់អ្នកណានេះជាឡៃហៅកំពុងពន្យល់ពួកគេអំពីស្ថានភាពរបស់ក្មេងនោះដោយមិនទទួលខុសត្រូវចំពោះសុខភាពរបស់កុមារឡៃហៅក៏សង្ឃឹមថាឪពុកម្ដាយអាចរក្សាកូនរបស់ពួកគេបានដែរសង្កេតបន្ទាប់មកធ្វើការត្រួតពិនិត្យដ៏ទូលំទូលាយប្រសិនបើគ្មានអ្វីសោះបន្ទាប់មកមនុស្សគ្រប់គ្នានឹងធូរស្រាលមែនទេបន្ទាប់ពីឪពុកម្ដាយបានស្ដាប់ពាក្យរបស់ឡៃហៅសម្រាប់កូនរបស់អ្នកផ្ទាល់ផងដែរពួកគេបានយល់ព្រមចូលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យឥឡូវនេះសំណួរគឺថាតើយើងប្រមូលវាដោយរបៀបណាប្រញាប់ណាស់គ្មានកន្លែងសម្រាប់ពួកគេរស់នៅឥឡូវនេះទេអ្នកជំងឺរបស់វ៉ាងហេងបងប្រុសរបស់ស្ដេចគឺលោកគ្រូតេងបានថ្វាយវាទៅត្រង់នៅពេលនេះវ៉ាងស៊ីងនិងជាតិក្រោយមានអារម្មណ៍ខ្មាស់អៀនតើវ៉ាងខេងចង់និយាយអ្វីខ្ញុំមិនបានរងចាំវ៉ាងឆេងនិយាយទេជាតិក្រោយខ្ញុំបានថតរូបវ៉ាងឆេងហើយនិយាយថាផ្ដោតលើបញ្ហាជីជាងបុគ្គលខ្ញុំក៏ចង់មានន័យថាអញ្ចឹងដែរបន្តទៅមុខទៀតខ្ញុំត្រឡប់ទៅហាងកាហ្វេវិញដើម្បីណាត់ជួបញ៉ាំអាហារអ្នកព្យាបាលវ៉ងហេងដល់មន្ទីរពេទ្យឈ្មោះហៅក្រៅរបស់เขาមិនមែនជាឈ្មោះខ្លែងខ្លាយទេមនុស្សពីរនាក់គឺបែបនេះគ្មានអ្នកណានឹងចងចាំការស្អប់ខ្ពើមរបស់នរណាម្នាក់ឡើយតែងខ្លួននៅពេលនេះលោកវិជ្ជបណ្ឌិតឆាកំពុងបើកប្រតិទិននៅផ្ទះក្នុងរយៈពេល2ថ្ងៃវាជាខួបលើកទី15របស់គាត់ក៏មានអារម្មណ៍ថប់បារម្ភនៅពេលនេះដែរពេលនោះប្រពន្ធរបស់គាត់បានបើកទ្វារហើយចូលមកជាមួយកាបូបធំមួយនិងកាបូបតូចលោកវិជ្ជបណ្ឌិតឆាបានសួរប្រពន្ធរបស់គាត់ថាពេលដែលគាត់ឃើញអ្វីបានជាអ្នកទិញរបស់ច្រើនក្នុងពេលតែមួយវាត្រូវបានផ្ញើដោយឌៀនម៉េងខ្ញុំមិនទាន់សម្រេចចិត្តថានឹងយកបោកខេងនៅឡើយទេតើអ្នកអាចទទួលយកអ្វីមួយដោយរបៀបណានៅពេលនេះភរិយារបស់លោកវិជ្ជបណ្ឌិតខៅបាននិយាយដោយទំនុកចិត្តថាមនុស្សបាននិយាយថាមិនថាអ្នកទៅមន្ទីរពេទ្យរបស់ពួកគេឬអត់ទេខ្ញុំបានប្រាប់អ្នកកុំឲ្យមានសម្ពាធផ្លូវចិត្តអ្វីឡើយគាត់គ្រាន់តែចង់យកអ្នកធ្វើជាមិត្តជាមួយនឹងខ្យល់ខ្នើយដែលគេហៅថាវាចាប់ផ្ដើមរំហូរឡាខ្ញុំដឹងថាអ្នកមានអារម្មណ៍ឈឺចាប់ខ្ញុំក៏មានអារម្មណ៍ចំពោះឌៀនក៏ដែរអាចមានរយៈពេល15ឆ្នាំសូម្បីតែការសងប្រាក់វិញក៏គ្រប់គ្រាន់ដែរគិតដោយខ្លួនឯងបន្ទាប់ពីយ៉ងនីងនិយាយចប់គាត់បានទៅផ្ទះបាយដើម្បីចម្អិនអាហារលោកវិជ្ជបណ្ឌិតខៅដឹងច្បាស់ណាស់អំពីអ្វីដែលប្រពន្ធរបស់គាត់ចង់និយាយតាមកូនសម្រាប់គ្រួសារការបដូរការងារគឺជាជំរឿនដ៏ល្អបំផុតរបស់លោកវិជ្ជបណ្ឌិតនៅពេលយប់ក្មេងបានដេកលក់ហើយលោកវិជ្ជបណ្ឌិតឆាបានសម្លឹងមើលក្មេងដែលកំពុងដេកលក់នៅពេលនេះក្នុងនាមជាឪពុកម្នាក់គាត់មានអារម្មណ៍ខ្មាស់អៀនបន្តិចចំពោះកូនបន្ទាប់មកគាត់ក៏នឹកឃើញពីអ្វីដែលប្រពន្ធរបស់គាត់បាននិយាយទៅកាន់គាត់យើងអាចទូទាត់ថ្លៃសិក្សារបស់លីននៅឆ្នាំនេះបានចុះឆ្នាំក្រោយវិញម្ដងទៀតខ្ញុំនៅតែចង់ផ្ទេរពេលយប់ទៅសាលាឯកជនតើវាមិនចំណាយលុយទាំងអស់ទេនៅពេលនេះចេញពីការទទួលខុសត្រូវរបស់បុរសចំពោះគ្រួសារហើយក្នុងនាមជាឪពុកសូមគិតអំពីអនាគតកូនរបស់អ្នកអ្វីមួយនៅក្នុងខ្លួនគាត់ចាប់ផ្ដើមផ្លាស់ប្ដូរគាត់ចង់ផ្ដោតលើអនាគតរបស់គាត់និងអនាគតកូនរបស់គាត់ធ្វើការជ្រើសរើសនៅពេលនេះគាត់មិនអាចជួយអ្វីបានក្រៅពីចង់សួរថាតើលោកព្រឹទ្ធបុរសនិយាយអ្វីម្ដងទៀតតែការពង្រឹងកម្លាំងបោកខេងរបស់យើងគឺសាមញ្ញណាស់កុំនិយាយអំពីកម្រិតគ្រប់ត្រគ្រាន់តែមើលចំណុចនៅទីនេះយើងចំណូលនិងកូតាគោលការណ៍តែមួយគត់ខ្ញុំកំពុងប្រាប់អ្នកថាក្មេងនោះមិនអាចនិយាយថាគាត់បានចុះឈ្មោះឥឡូវនេះទេពិតជាត្រូវការលុយមែនពេលលោកវិជ្ជបណ្ឌិតខែគិតពីរឿងនេះគាត់លែងស្ទាក់ស្ទើរទៀតហើយជាចុងក្រោយគាត់បានធ្វើការសម្រេចចិត្តមួយដែលគាត់បានពិចារណាជាយូរមកហើយខ្ញុំទើបតែចាប់ផ្ដើមធ្វើការនៅថ្ងៃបន្ទាប់គ្រូសាជីអូមិនអាចរងចាំដើម្បីមកតាមការវិភាគបានទេកំពុងពិនិត្យមើលការវិភាគថ្មីពេលលោកវិជ្ជបណ្ឌិតឆេងដល់កាត់ខ្ញុំបានឃើញក្រុមគ្រូសាជីអូសម្លឹងមើលការវិភាគវេនដោយងឿងឆ្ងល់គាត់ងាកមកសួរដោយចង់ដឹងចង់ឃើញថាហេតុអ្វីបានជាគាត់ងឿងឆ្ងល់ហេតុអ្វីបានជាអ្នកមិនរៀបចំសម្រាប់លោកគ្រូខេតើគាត់មិនគួរត្រឡប់ទៅធ្វើការវិញថ្ងៃនេះទេមែនហើយពេលនោះលោកនាយកស៊ុនបានដើរចូលមកពេលខ្ញុំមកដល់ភ្លាមខ្ញុំបានសួរថាតើមានអ្នកណានៅទីនោះទេហើយយើងប្រមូលពួកវាជាមួយគ្នាបាននិយាយថាខ្ញុំមានរឿងមួយចង់ប្រកាសដល់អ្នករាល់គ្នាលោកវិជ្ជបណ្ឌិតសៀវបេងបានលាលែងពីតំណែងដូច្នេះវេនធ្វើការរបស់មនុស្សគ្រប់គ្នានឹងត្រូវបានកែសម្រួលទៅតាមនោះស្ថានភាពគឺច្បាស់សម្រាប់មនុស្សគ្រប់គ្នាបន្ទាប់មកចូលធ្វើការលាលែងពីតំណែងភ្លាមរបស់លោកឆូបេងក្បាលរបស់ជីអូជារិនស្រាប់តែខ្វះមេឃមួយដុំគាត់មិនអាចបំភ្លេចពេលដែលគាត់ធ្លាក់ទឹកចិត្តបំផុតបានទេការលើកទឹកចិត្តរបស់លោកគ្រូឆាចំពោះគាត់នោះថែមទាំងល្អជាងការណែនាំពីអ្នកជំនាញទៀតផងសំខាន់ជាងនៅពេលនេះនាយកស៊ុនបានប្រាប់ជីវជារិនឥឡូវនេះអ្នកគ្មានពេលត្រូវងឿងឆ្ងល់ទេអ្នករាល់គ្នាវាចាំបាច់ក្នុងការចូលទៅក្នុងស្ថានភាពថ្មីយ៉ាងឆាប់រហ័សល្បែងទេរបស់ឆូបេងប្រហែលជាមាននរណាម្នាក់នឹងធ្វើវានៅពេលក្រោយប្រហែលជាយើងត្រូវបំពេញបន្ថែមវាដោយកម្លាំងពលកម្មបច្ចុប្បន្នរបស់យើងដូច្នេះមនុស្សគ្រប់រូបគួរតែត្រៀមខ្លួនផ្លូវចិត្តឲ្យបានល្អជាពិសេសអ្នក